គឺយើងធ្វើដល់ឥឡូវឃើញអ្នករាយការណ៍ពិសេសគេសួរថាតើត្រីធំនៅណាហេតុអីក៏មិនចាត់ការនេះម៉ោងណានៅពេលដែលលោក Thomas Andrew រាយការណ៍បែបនេះហើយសារបែបនេះទៅរដ្ឋាភិបាលចាំមើលក្រុមអង្គការមហាមន្ត្រីនឹងចែកជើងគ្នាមិនស្រួលម៉ោងនេះនឹងដាក់សាប៊ូដល់ Cyprus ឬក៏រត់ទៅប្រទេសទី3ទី4អីណាហើយអស់បាត់ទៅហើយទេក៏មិនដឹងដែរព្រោះអីវាពិបាកណាស់គាត់ដឹងថាត្រូវយ៉ាងម៉េចហើយនៅពេលដែលពេលហ្នឹងលោកប្រធាន FBI របស់អាមេរិកនេះ Kash Patel គាត់ចុះទៅស្រុកខ្មែរមិនតែទេ Kash Patel មេ FBI ទៅស្រុកខ្មែរទេមកប្រវត្តិស្រុកខ្មែរតាំងពីមកតាំងពីខ្ញុំធំដឹងក្តីមកអត់ដែលមានមេ FBI ណាកុំថាមេ FBI ត្រឹមតែមន្ត្រីប្រធាននាយកដ្ឋានណាមួយរបស់ FBI នឹងចុះទៅដល់កម្ពុជានោះដូចអត់ដែលមានទេយើងប្រហែលជាគិតថាអូមកពីកម្ពុជាអត់មានប្រព្រឹត្តអក្រិតអីធំមែនបាន FBI អត់ចាប់អារម្មណ៍ចុះទៅធ្លាប់ដែរ FBI គេធ្លាប់បញ្ជូនមន្ត្រីគេចុះទៅស៊ើបអង្កេតតាក់ទងរឿង Ron Abney ប្រហែលជាលោកចាំជនជាតិអាមេរិកដែលគេបោកគ្រាប់បែកសម្រាប់លោកសំរងស៊ីនិងបាតកោនៅមុខព្រឹទ្ធសភាវត្តមុខរដ្ឋសភាវត្តបទុមស្លាប់បាតកោដែលគ្រប់គ្រងគណៈបកប្រឆាំងលោកសំរងស៊ីនឹងអស់16នាក់របួសរាប់សិបនាក់ទៀតយុទ្ធធរអត់ទាន់មានផងព្រោះអីឃាតករដែលស្អីឈ្មោះអាហ្វ្រិកឈ្មោះប្រេស៊ីលប្រេអីណានោះក៏ពើស៊ីបាត់តាំងពីនឹងមកហើយដែលគេគិតថាជាក្រុមនៅក្នុងកងអង្គរៈរបស់លោកហ៊ុនសែនឯណានោះស្ងាត់បាត់ជើង FBI គេគូរូបគេគូអីចេញមកអាហ្នឹងមានមន្ត្រី FBI ចុះទៅម្ដងតែមិនមែនកម្រិតដល់មេកំពូល FBI ទេឥឡូវ Kash Patel មេកំពូល FBI ចុះទៅជួបលោកហ៊ុនម៉ាណែតមិនមែនទៅយកកម្រងផ្កាភ្ញីទៅសរសើរលោកហ៊ុនម៉ាណែតថាបានដោះស្រាយបញ្ហា scam ទេទៅប្រាប់លោកហ៊ុនម៉ាណែតថាខ្ញុំឃើញហើយអស់លោកកំពុងតែធ្វើក៏ប៉ុន្តែអត់ទាន់ចំរមាស់ទេខ្ញុំមកនេះខ្ញុំមកប្រាប់ថាអស់លោកធ្វើអត់ទាន់ចំរមាស់ទេ FBI នៅសហការព្រោះ FBI ចោទប្រកាន់លោក Gen Z ពីបទឆបោកអនឡាញបង្កក់ទ្រព្យ$15,000 លានអ្នកចាប់ Gen Z បានដកសញ្ជាតិ Gen Z ទៅបញ្ជូនទៅឲ្យចិនឯណាទៅវិញអាមេរិកគេមិនបាច់និយាយទេគេគ្រាន់តែទៅប្រាប់ថាកុំពេកហើយឥឡូវអ្នកចាប់ Gen Z បានបញ្ជូនទៅលីសុងបញ្ជូនទៅអស់អាមេរិកជាអ្នកដែលរកបានភ័ស្តុតាងចោទប្រកាន់អ្នកទាំងអស់នេះអ្នកចាប់បានអ្នកបញ្ជូនទៅចិនហើយអ្នកទាំងអស់នេះមានសញ្ជាតិខ្មែរអ្នកធ្វើយ៉ាងម៉េចដើម្បីផ្កើនការ FBI គេអត់ដឹងគេដឹងតាគាត់ថាជាការទូតគេទៅនឹងដើម្បីរឹតបន្តឹងចំណងតាក់ទងរវាងអាមេរិកនិងកម្ពុជាព្រោះអីលោក Kash Patel បាននិយាយថាការប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះវាទៅតែចាប់ផ្ដើមទេលោកហ៊ុនម៉ាណែតថាបិទបញ្ចប់តាំងពីចុងខែមេសាឆ្នាំ2026ម្លេះប៉ុន្តែលោក Kash Patel មេ FBI ប្រាប់ថាការឆបោកអនឡាញនៅកម្ពុជាដែលកំពុងតែចាត់ការនេះគឺអាមេរិកអត់ឲ្យរួចខ្លួននេះគឺទៅតែចាប់ផ្ដើមទេអញ្ចឹងបានន័យថាម៉េចទៅចាប់ផ្ដើមខ្មែរយើងថាងាប់ទៅចាប់ផ្ដើមមិនយើងចាប់អស់មកកណោហើយសឹងថាអស់មកប្រទេសហើយអត់ទេទៅចាប់ផ្ដើមនឹងគាត់សម្ដៅថាយើងចាប់បានតត្រីកញ្ចោះត្រីកភ្លៀងអាមេរិកគេចាត់ការអត់ទាន់បានផ្ដំទាទោសលោក Gen Z នៅក្នុងតុលាការអាមេរិកនៅឡើយហើយនៅមានមន្ត្រីច្រើនណាអាមេរិកអត់ទាន់បានផ្ដំទាទោសសូម្បីតែមួយនាក់ទៅតែចោតប្រកាន់សិនទេដូច្នេះនៅរេលពេញផ្លុកនៅស្រុកខ្មែរហ្នឹងដែលជាត្រីធំហ្នឹងអត់បានចាត់ការអីសោះហើយទៅយើងគិតថារួចខ្លួនណាមកសហការជាមួយនឹង FBI អត់មាន FBI ទៅឲ្យផ្កាភ្ញីអីយើងទេគឺជាការព្រមានប្រាប់ថាដោះស្រាយទៅព្រោះជាចំណុចចាប់ផ្ដើមហើយ FBI នឹងសហការជួយហើយមិនត្រឹមតែប៉ុណ្ណឹងមុននឹងមេ FBI ចូលទៅស្រុកខ្មែរមានមន្ត្រីទូតអាមេរិក2នាក់យ៉ាងហោចទី1គឺភារៈធារីរបស់អាមេរិកប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex Zero គឺគាត់បានបដិញ្ញាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញដល់ទីបំផុតនៅកម្ពុជានោះដើម្បីរកយុត្តិធម៌មិនមែនសម្រាប់កម្ពុជាទេណាបងប្អូនតិចច្រឡំរកយុត្តិធម៌ជូនជនជាតិអាមេរិកដែលរងគ្រោះដោយអំពើឆបោកនៅកម្ពុជាយើងសពថ្ងៃនេះណាយើងមានភ័ព្វវាសនាទេជាខ្មែរភ័ព្វវាសនាមួយនៅក្នុង1លានភ័ព្វវាសនាទេដោយសារតែអាការឆបោកនៅស្រុកខ្មែរហ្នឹងវាប៉ះពាល់ដល់ជនរងគ្រោះដែលជាអាមេរិកនឹងខ្ញុំនិយាយម្ដងទៀតបើកុំប៉ះពាល់ជនរងគ្រោះនៅអាមេរិកកម្ពុជាជិះសេះលែងដៃមិនដឹងជាសបាយហើយអើប៉ុណ្ណាធ្វើប៉ុណ្ណឹងរួចខ្លួនណាប៉ុន្តែកម្មអកុសលកម្ពុជាគឺប៉ះជនដែលបោកបានគឺភាគច្រើនជាជនជាតិអាមេរិកដូច្នេះហើយបានជាអាមេរិកដោះស្រាយដើម្បីរកយុត្តិធម៌ជូនជនជាតិគេជនជាតិគេហើយតែអញ្ចឹងយើងហៅជនជាតិគេតាមពិតខ្ញុំសម្ងាយក៏មានសញ្ជាតិអាមេរិកតែខ្ញុំមិនដែលគិតថាខ្ញុំអាមេរិកសោះខ្ញុំនៅតែគិតថាខ្ញុំខ្មែរទាំងឈាមទាំងពលឹងទាំងវិចារណញ្ញាណទាំងស្អីទាំងអស់តែយ៉ាងណាបងប្អូនតាមទម្លាប់គឺយើងចូលសញ្ជាតិអាមេរិកគឺគេឲ្យយើងបោះបង់ចោលសញ្ជាតិខ្មែរប៉ុន្តែខ្ញុំអត់ទេខ្ញុំចូលសញ្ជាតិអាមេរិកមែនប៉ុន្តែខ្ញុំនៅតែបេះដូងឈាមជ័រខ្ញុំនៅជាខ្មែរ 100% ទេប៉ុន្តែខ្ញុំនៅតែគ្រប់គ្រងគោលនយោបាយសហរដ្ឋអាមេរិកតាក់ទងនឹង
ខ្ញុំជាសញ្ជាតិអាមេរិកប៉ុន្តែមិនមែនបានន័យថាផ្កាប់មកគ្រប់ត្រទេណាឯងធ្វើអត់ត្រូវខ្ញុំរិះគន់មេដឹកនាំគ្រប់តែគ្នាប៉ុន្តែដើម្បីឲ្យតម្លៃក្នុងនាមខ្ញុំជាអ្នកដែលមានសញ្ជាតិអាមេរិកគឺខ្ញុំការពារប្រយោជន៍អាមេរិកដែរដូច្នេះក្នុងន័យនេះគឺអត់មានអីសពេចសពិលទេមិនមែនក្បត់ជាតិខ្មែរទេក៏ប៉ុន្តែខ្ញុំមានសញ្ជាតិអាមេរិកតែខ្ញុំនៅតែស្រឡាញ់ជាតិខ្មែរដោយសារខ្ញុំឈាមជ័រជាខ្មែរខ្ញុំស្លាប់ទៅជាខ្មែរខ្ញុំមិនមែនស្លាប់ទៅជាអាមេរិកទេបើសិនជាខ្ញុំស្លាប់ក្នុងនាមជាខ្មែរបាទអញ្ចឹងបន្តទៀតគឺមេដឹកនាំរបស់ FBI គេបានប្រាប់ខ្មែរយើងហើយឲ្យអ្នកចាត់ការឲ្យកុំលំកុំស្មានតែគេល្ងងកុំស្មានតែគេមិនដឹងហើយដល់ពេលឥឡូវពេលដែល Alex Zero និយាយអញ្ចឹងឯកអគ្គរដ្ឋទូតទៅអនាគតរបស់អាមេរិកប្រចាំនៅកម្ពុជាលោក Christopher Anderson ដែលថ្ងៃទី16ខែកក្កដាអញ្ចឹងមកខ្ញុំឲ្យបងប្អូនកត់ថ្ងៃនឹងទុកថ្ងៃទី16ខែកក្កដាលោក Christopher Anderson ថ្លែងសារចំនួន2ចំណុចដែលយើងទាំងអស់គ្នាជាខ្មែរត្រូវកត់លើជញ្ជាំងក្នុងក្រាំងមាសទុកថ្ងៃណាមួយលោក Christopher Anderson ចូលទៅស្រុកខ្មែរចាំផ្ទៀងផ្ទាត់សួរគាត់ធ្វើដល់ពេលណាហើយបានដល់ប្រមាណទី1នៅមុខសមាជិកគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកដែលជាអ្នកដែលផ្ដល់ការទុកចិត្តដើម្បីបោះឆ្នោតឲ្យគាត់បានទៅក្លាយទៅជាតំណាងទូតអាមេរិកប្រចាំនៅកម្ពុជានោះគឺគាត់បញ្ញាចំនួន2ចំណុចទី1គឺប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះដល់ទីបញ្ចប់ហើយត្រូវរកអ្នកនៅពីក្រោយខ្នងហ្នឹងយកមកផ្ដន់ទាទោសឲ្យខាងតែបាននេះពាក្យនេះដែលធ្វើឲ្យលោក Thomas Andrews នេះដែលជាជនជាតិអាមេរិកហើយជាអតីតតំណាងរាស្ត្រអាមេរិកហើយឥឡូវជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិហើយដោយសារតែសប្ថ្ងៃគឺគាត់ទៅតំណាងអាមេរិកដែរបិទថាធ្វើការឲ្យខ្មែរមែនដោយសារតែអាណត្តិរបស់គាត់គឺជាមន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិយាយពីរឿងសិទ្ធិមនុស្សក៏ប៉ុន្តែគាត់ជាជនជាតិអាមេរិកឈាមជ័រអាមេរិកហើយប្រជាជនអាមេរិកជាង8សែននាក់រងគ្រោះដោយសារអំពើឆបោកអនឡាញនៅកម្ពុជាដូច្នេះទៅរឿងហ្នឹងហើយឥឡូវយន្តការរដ្ឋាភិបាលអាមេរិកគាត់ដោះស្រាយបញ្ហាសិទ្ធិមនុស្សតាដូច្នេះគាត់ទៅហ្នឹងគឺនិយាយពីរឿងហ្នឹងហើយរំលឹករដ្ឋាភិបាលកម្ពុជាដូច្នេះរឿងនេះគឺវាជាឱកាសមាសសម្រាប់រដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាហើយបើសិនជាអត់ទេគឺទៅហើយចប់ហើយអង់គ្លេសគេហៅថា the end សំទោសអង់គ្លេសគេប្រើពាក្យថា the beginning of an end the beginning of an end នេះបានន័យថាជាចំណុចចាប់ផ្ដើមនៃទីបញ្ចប់បានន័យថាទីបញ្ចប់ជួនកាលវាអត់ដឹងចប់នៅពេលណាប៉ុន្តែឥឡូវវាមានចំណុចចាប់ផ្ដើមមួយគឺចាប់ផ្ដើមនៃទីបញ្ចប់ដោយរទេះភ្លើងអញ្ចឹងបងប្អូននៅពេលដែលវាបើកលបឿនលឿនមែនតើគឺយើងអត់មានទីបញ្ចប់ទេចុះទៅអញ្ចឹងទៅ100គីឡូក្នុង1ម៉ោងក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមបន្ថយលបឿនហើយចាប់ផ្ដើមលឺសូរខ្យល់ថយមកបានន័យចិត្តដល់រ៉ារទេះភ្លើងអាចំណុចដែលបន្ថយលបឿនហ្នឹងឯងគឺបើសិនជាត្រូវធ្លាក់ជ្រោះគឺបានន័យថាជាចំណុចចាប់ផ្ដើមនៃការធ្លាក់ជ្រោះហើយព្រោះបើកទៅហ្នឹងគឺទម្លាក់មកដឹងតែខ្លួននេះទៅសើបហើយក្នុងនេះគឺវាមានរឿងពីរខ្ញុំនិយាយថាចំណុចចាប់ផ្ដើមនៃទីបញ្ចប់អាចចំណុចចាប់ផ្ដើមនៃទីបញ្ចប់នៃរបៀបដឹកនាំផ្ដាច់ការពុករលួយរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យបែបបកពួកគ្រួសារនិយមនៅកម្ពុជាហ្នឹងក៏ថាបានដែរដោយសារអីអត់មានជំរឿសអីដែលត្រូវដោះស្រាយទេព្រោះនេះជាទីបញ្ចប់នៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមនៃក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ដែរសេចក្តីសង្ឃឹមមួយដែលរងចាំឲ្យមានឱកាសនេះព្រោះអ្នកដឹកនាំផ្ដាច់ការគេអត់ដែលដោះស្រាយបញ្ហាទេគឺគេនៅទប់រហូតតទៅទប់បានហើយធ្វើនយោបាយប្រជាពិធបោកប្រជាពលរដ្ឋក៏ប៉ុន្តែដល់ដំណាក់កាលចុងក្រោយក៏គាត់ទប់អត់បានដែរដោយភ្នំព្រះសម័យមកសង្កត់គឺវាទៅហើយដូច្នេះវាអាចជាចំណុចចាប់ផ្ដើមនៃការរលំរលាយនៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏វាជាចំណុចចាប់ផ្ដើមនៃចំណុចវិជ្ជមានក្តីសង្ឃឹមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរថាមានអន្តរជាតិបើក៏មានអន្តរជាតិព្រោះក្រោយដងលោកហ៊ុនសែនអត់ដែលខ្វល់អន្តរជាតិទេយើងចាំណាបងប្អូនលោកហ៊ុនសែនធ្វើឲ្យប្រជាពលរដ្ឋខ្មែរអ្នកតស៊ូមតិប្រជាធិបតេយ្យបាក់ស្មារតីបាក់ស្បាត់ច្រើនលើកច្រើនគ្រាដោយសារគាត់យកអាវិធីនយោបាយប្រជាពិធមួយគឺស្អំចិត្តប្រជាពលរដ្ឋមួយថាកម្ពុជាអត់ដួលទេយើងគ្រាន់តែបំផ្លាញសិទ្ធិមនុស្សបំផ្លាញក្រុមប្រឆាំងប៉ុណ្ណឹងយើងយកពីអគុណសន្តិភាពមកទប់ទៅប្រជាពលរដ្ឋច្បាស់ជាពុលនឹងអាការអគុណសន្តិភាពណែណាមិនចង់បានសន្តិភាពអញ្ចឹងនឹងភ្លេចគណៈបកប្រឆាំងព្រោះមានគណៈបកប្រឆាំងគឺមានសង្គ្រាមដល់តែពេលអត់គណៈបកប្រឆាំងគឺមានសន្តិភាពអគុណសន្តិភាពដោយសារតែអត់គណៈបកប្រឆាំងអញ្ចឹងទៅធ្វើឲ្យប្រជាពលរដ្ឋដូរអាពាក្យថាអត់គណៈបកប្រឆាំងមកអគុណសន្តិភាពយកគណៈបកប្រឆាំងជាសង្គ្រាមហ្មងដល់អញ្ចឹងទៅនាំគ្នាទំទិញពាក្យហ្នឹងបិទគ្រប់សំបីតែប្រគុណក៏បិទដែរអគុណសន្តិភាពហ្នឹងដើម្បីអីនយោបាយប្រជាពិធមួយគឺស្អំចិត្តប្រជាពលរដ្ឋកុំឲ្យនឹកឃើញអំពីការរំលាយគណៈបកសង្គ្រោះជាតិព្រោះតែរំលាយទៅគឺប្រជាពលរដ្ឋនៅសោកស្ដាយនៅថាបាត់ប្រយោជន៍
តែបានសន្តិភាពដែរអញ្ចឹងយើងមានសន្តិភាពដោយសារអស់សង្គ្រាមហីព្រោះសង្គ្រាមនេះដោយសារក្រុមប្រឆាំងពលលោកហ៊ុនសែននិយាយឲ្យថាបើបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាគឺមានសន្តិភាពបើបោះឆ្នោតទម្លាក់គណៈបកប្រជាជនកម្ពុជាគឺបោះឆ្នោតយកសង្គ្រាមមានតែពីរហ្នឹងគាត់ផ្លូវឲ្យប្រជាពលរដ្ឋជ្រើសអត់ដែលគិតថាបោះឆ្នោតឲ្យគណៈបកប្រឆាំងនឹងមានជីវភាពទូធានឹងមានប្រាក់បៀវត្សប្រាក់ម៉ោងប្រាក់ឈ្នួលឡើងជីវភាពក្រាន់បើបាត់កាត់បន្ថយអំពើពុករលួយឈប់ឲ្យបកពួកនិយមតំណាងរាស្ត្រអីមានតំណាងគ្រប់ភូមិឃុំសង្កាត់ដើម្បីតំណាងឲ្យប្រយោជន៍ផ្ទាល់ខ្លួនព្រោះមានបកប្រឆាំងចូលរួមគណៈបកកណ្ដាលអំណាចមិនអាចជិះសេះលែងដៃគេអាចហៅក៏ហៅនាយករដ្ឋមន្ត្រីក្រសួងណាមកបំភ្លឺរឿងបំផ្លាញបរិស្ថានរឿងរ៉ែធម្មជាតិរឿងពុករលួយរឿងស្អីលុបបឹងលុបបួព្រៃភ្នំកាប់បំផ្លាញព្រៃឈើអីឡាក់នឹងឡាក់មកសួរបានគេមន្ត្រីបកប្រឆាំងអាចធ្វើនយោបាយការបរទេសនៅស្រុកក្រៅប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមត្រូវគ្នាផ្សះផ្សាជាតិមិននយោបាយស្មោកគ្រោកឡាក់នឹងឡាក់គេអត់ដែលផ្សាយអញ្ចឹងទេគឺគេផ្សាយថាបើអត់គណៈបកប្រឆាំងគឺមានសន្តិភាពមានគណៈបកប្រឆាំងគឺមានសង្គ្រាមហើយបើបំផ្លាញទៅក៏ល្អដែរស្កោលទោសទៅឲ្យបាត់ស្រឡះទៅដើម្បីឲ្យខ្មែរមានសន្តិភាពព្រោះសង្គ្រាមយូរពេកទៅចោតសង្គ្រាមបានមកពីគណៈបកប្រឆាំងហើយអត់ត្រូវការឲ្យបរទេសណាមកគ្របដណ្ដប់ជាន់ក្បាលខ្មែរទេទាំងសហគមន៍អឺរ៉ុបទាំងសហរដ្ឋអាមេរិកសាររបស់គេនឹងតែអញ្ចឹងគឺសហគមន៍អឺរ៉ុបណែដក 20% ដក 100% ក៏បានដែរអត់ងាប់ទេហ៊ុនសែនអត់ងាប់ទេគាត់និយាយអញ្ចឹងអ្នកដែលស្លាប់គឺប្រជាពលរដ្ឋ18លានអ្នកព្រោះគ្រួសារតកូលហ៊ុននេះចាយ100ជាតិទៀតក៏អស់ដែរគាត់មានតែភ័យខ្លាចស្លាប់ស្អីគាត់អ្នកណាដែលមានលទ្ធភាពទៅវាយកូនគោលបងប្អូនមួយថ្ងៃគ្នារកតែលុយទិញក3ពេលអត់ទាំងបានផងបងលុយមីក្រូហិរញ្ញវត្ថុបងអត់គ្រប់ចម្ពាក់គេរំសួតមេដឹកនាំទៅវាយកូនគោលវាយអីណាសបាយក្អាយអីតើអ្នកណាមានលទ្ធភាពធ្វើដូចគាត់បានបើគាត់មានរបរអីដូចលោកត្រាំដូចអីគឺមិនខ្វល់ទេគាត់សទ្ធិតែលោកហ៊ុនសែនមានសទ្ធិមកពីណាគាត់មកពីសម័យខ្មែរក្រហមមកចង្កេះដូចយើងដែរហ្នឹងហើយប្រាក់ខែនាយករដ្ឋមន្ត្រីមានប្រមាណខ្ញុំឲ្យ$5000ចុះមួយខែមកចុះបើគាត់ដើរតែជួលមនុស្សនេះមនុស្សនោះម្ដងមួយសែនម្ដង5-80000-50000ដូចស្អីជួលសានបន្ទឿនជួលសពូនមីដាដាជួលអ្នកនេះជួលអ្នកនោះឲ្យលុយអ្នកនេះឲ្យអ្នកនោះរឿងទីសវណ្ណថានោះឮសូព័ត៌មានរឿងដល់ទៅ1លានទៅបានលុយនោះមកពីណាហើយដល់ពេលអញ្ចឹងបច្ចាយអាហ្នឹងអស់ហើយតើគាត់បានលុយឯណាទៅធ្វើអីផ្សេងទៀតដូច្នេះអាហ្នឹងតាក់តងនឹងអំពើពុករលួយនៅក្នុងរបៀបដឹងហើយអ្នកណាទៅសួរគាត់បើសិនពួកប្រឆាំងវិញចាប់ដាក់គុកអស់ហើយអត់ប្រកាសទ្របអត់ប្រកាសអីបានលុយអីនាំពេលថាតែមិនតិលតែបន្តិចតែ$250ផងកុំថាឲ្យដល់ទៅលុយរាប់ម៉ឺននាឡិកាតម្លៃលាន$លុយតែ$250សោះរឿងខំចន្ទរាទីហៅស្រីមុំតាក់តងនឹងរឿងគេចោតប្រកាន់លោកកឹមសុខាថាមានស្នេហាសហាយស្មន់អីជាមួយនាងខំចន្ទរាទីដែលក្រុមស្រីចម្រើននឹងធីសវណ្ណថាទៅរលរឿងរហូតដល់កម្ពុជាគាត់ទៅជាប់គុកខ្លះអ្នកខ្លះរត់ចោលស្រុកអីចឹងទៅដោយសារតែអំពើអកុសលកម្មហ្នឹងគាត់សាងច្រើនពេកទៅដល់អញ្ចឹងទៅវាបាបកម្មធ្លាក់តន់ហន់ចឹងដែរពួកគាត់ថាស្មាចូលគណៈបកប្រជាជនបានគេជួយឥឡូវជាប់គុកមានថ្ងៃលែងណាខ្ញុំអាសូរគាត់មែនតើខ្ញុំមិនចង់ឲ្យជាប់គុកជាប់ច្បាប់តែមករលរឿងលោកកឹមសុខារឿងខំចន្ទរាទីហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅជាប់មន្ត្រីអាត់ហុកដោយទាំងអ្នកស្រីមនីដោយទាំងលោកនីសុខាដោយទាំងលោកនីចរិយាជាប់គុកអត់ថ្ងៃចាញ់ដោយសារលុយ$250ដើម្បីជាសហុយជួលមិនជួលទេជួយជនរងគ្រោះដើម្បីមកធ្វើសក្ខីកម្មតាក់តងនឹងរឿងលោកកឹមសុខាហ្នឹងនាងខំចន្ទរាទីហៅស្រីមុំហ្នឹង$250ចាប់គេដាក់គុករាប់ឆ្នាំតែ$250ចោតប្រកាន់ថាជាអំពើពុករលួយស្រុកសាក់សីឯណាហើយបើលុយគេវិញខាងគណៈបកប្រជាជនចង់អ្នកណាខ្សែក្រវ៉ាត់$1-25,000ឬក៏នាឡិការាប់សែនរាប់អីអត់អ្នកណាឈឺក្បាលហាលថ្ងៃទេហើយគេអត់ដឹងអាហ្នឹងគេដឹងតែអស់លោកគិតថាធ្វើបានចេះធ្វើទៅហើយចេះប្រឡប់ហើយទៅជួលមនុស្សលលោកហ្នឹងមកឲ្យជេមរាយគេនិយាយអត់បានទេជេររហូតចាំមើលក្រុមលលោកនេះបន្តិចទៀតទៅគេបោចរួមយកទៅរ៉ូទីអស់ដូចគ្នាហ្នឹងព្រោះអីដល់អស់តម្លៃទៅគឺរ៉ូទីហើយយ៉ាងហោចបើមិនបោចរួមក៏ធ្លាក់ទៅដីសម្ោចរួមដែរព្រោះអស់តម្លៃអញ្ចឹងហើយបានខ្ញុំថាឃើញគេខំប្រឹងដោះស្រាយបញ្ហាយើងខំប្រឹងកាយកប់ត្រឡប់ជន់ឥឡូវដល់ពេលគឺនិយាយពីរឿងការឆោបបោកអនឡាញអាបញ្ហាចាក់ស្រេះហ្នឹងគឺយើងច្រើនតែផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋថាកុំភ័យអត់អីទេវាអត់មានបញ្ហាអីទេគឺអត់គណៈបកប្រឆាំងគឺដឹងតាមមានសន្តិភាពស្រឡាញ់សន្តិភាពអត់គណៈបកប្រឆាំងអ្នកណាដាក់ទណ្ឌកម្ម EBA 20%ដាក់ 100% ទៅយើងនៅមានមាស30គីឡូទៀតអាហ្នឹងគាត់និយាយ30គីឡូយើងនៅមានប្រេងមួយដំណក់ឥឡូវនឹងប្រេងអីអញ្ចេះឥឡូវត្រូវប្រដាសាទាំងអស់អាប្រេងក៏មិនបានអាប្រេងខួងបានប្រហែល100,000 លីត្រគេលួចទាំងកប៉ាល់ទៅឥឡូវអត់ដឹងនៅឯណាទៀតអត់ដឹងបានលុយនៅឯណាស៊ើបអង្កេតនៅឯណាគេសងយើងអត់អាប្រេងក៏ខួងមិនបានអាមកតំណក់នៅវាមានឈ្នះបានតែមកតំណក់ហ្នឹងអត់ទាំងអស់នេះជាបណ្ដាសាទេបងប្អូនប៉ុន្តែបងប្អូនអាបណ្ដាសានេះវាប៉ះត្រូវគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលមែនក៏ប៉ុន្តែវាចំណេញប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ទេជឿខ្ញុំ
ប្រេងនៅបាតសមុទ្រនេះណាបើកុំបានខួងសោះក៏ល្អដែរព្រោះបើខួងមកមានអំពើពុករលួយការចែកគ្នាស៊ីចេះប្រជាពលរដ្ឋនឹងខ្សោះអស់លុយនឹងអត់បានលុយដដែលដូចនៅវេណេស៊ុយអេឡាដូចនៅអ៊ីរ៉ង់ប្រេងលក់នោះលក់ពិភពលោកសង្ឃថាខ្មួលខ្មាល់ដោយសារផ្សែងពុលពីប្រេងលក់ហ្នឹងលុយនិយាយពីយកទៅក្រាលថ្នល់ដេកតែប្រជាពលរដ្ឋរត់តបាយហូបអត់បានទេដោយសារអីរត់លួចអស់មន្ត្រីការអំណាចលួចអស់ដល់អញ្ចឹងអាខ្សោះធនធានធម្មជាតិក្រោមដីក៏អស់អាលុយចូលទៅកប៉ៅមន្ត្រីពុករលួយអស់អញ្ចឹងមកខ្ញុំថានេះគឺជាភ័ព្វវាសនារបស់ស្រុកខ្មែរដែរអត់បាច់ខួងបានឲ្យវានៅជារាយធម្មជាតិនៅបាតបឹងបាតទលេទុកឲ្យកូនខ្មែរចំនួនក្រោយតទៅទៀតថ្ងៃណាស្រួលបួលរៀបចំស្រុកទេរៀបចំកុំឲ្យមានអំពើពុករលួយប្រជាធិបតេយ្យត្រឹមត្រូវកុំឲ្យឯកបៈបែបនេះគោះមកយកប្រេងនឹងមកលក់គឺបានផលដល់ប្រជាពលរដ្ឋទាំងអស់អានឹងអាស្រ័យផលក៏ល្អមិនហួសពេលដែរទុកទៅវាជាទ្រព្យគាត់ចិន្តាដែរទេព្រោះបើវានៅជារបស់ខ្មែរវានៅតែជារបស់ខ្មែរបើកាយមកឥឡូវចាំមើលបើកាយបានឥឡូវរឿងទៀតគណៈបកប្រជាជនកម្ពុជាកំពុងតែខ្សែធនហើយបើតាមមើលខ្ញុំនិយាយនេះគេហៅរឿងខ្ញុំទៀតហើយគេថាមូនរ៉េតហ្នឹងនិយាយតែអាក្រក់ពីគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្សែធនហ្នឹងគឺខ្ញុំសំដៅទៅលើកត្តាជាក់ស្ដែង scam online ពេញផ្ទៃប្រទេសធ្វើឲ្យបាត់ចំណូលបាត់ភ្ញៀវទេសចរបាត់សេដ្ឋកិច្ចធ្លាក់ចុះបាត់ព្រំដែនបាត់ស្អីអញ្ចឹងទៅហ្នឹងហើយអាបាត់ព្រំដែនហ្នឹងកំហុសមកពីថៃគេអ្នកបាត់ខ្ញុំទទួលស្គាល់ថាថៃខូចអត់អីទេប៉ុន្តែវាមានបញ្ហាដោយសារតែយើងហ្នឹងក៏វាមានបញ្ហានយោបាយជាមួយថៃយូរហើយដែរផ្ទៃក្នុងយើងដែរបើថៃវាយយើងបានថៃវាយយូរហើយមិនមែនថៃវាយនៅពេលនេះដោយសារតែយើងធ្វើឲ្យបែកបាក់ជាតិយើងខ្លាំងពេកយើងផ្ទៃក្នុងយើងលែងត្រូវគ្នាខ្មែរយើងហែកហួរថៃមានឱកាសគឺថៃវាយយើងហ្មងថៃចង់វាយយើងយូរហើយតែវាយអត់បានចាប់ពីឆ្នាំ2017មកនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិគេដឹងថាខ្មែរនេះលលាយខ្សលហើយលែងគិតសិទ្ធិមនុស្សលែងគិតប្រជាធិបតេយ្យគឺដើម្បីក្រាញអំណាចគឺគេវាយខ្មែរបានដោយសារគេដឹងថាគេបាច់ប្រាក់ដួងមកបានហើយគេដឹងថាគេនឹងធ្វើឲ្យខ្មែរយើងយើងខ្មែរខ្ញុំនិយាយម្ដងទៀតឆ្លោះគ្នាក្នុងគ្រួសារដោយស្រាត់កាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណត់ទ្របឲ្យចោលឃើញកំណត់ទ្របឃើញភាពឆ្លោះគ្នារបស់យើងឡាយតបោចសក់យកអស់លីងនេះឯងយើងរៀបចំមកវិញអញ្ចឹងបានជាថៃមើលងាយមិនមែនថៃខ្លាំងទេគឺខ្មែរខ្សោយហើយយើងត្រូវទទួលស្គាល់ការពិតថៃខ្លាំងប៉ុណ្ណាក៏មិនអាចមកឈ្លានពានដែនអធិបតេយ្យរំលោភច្បាប់ជាតិនិងអន្តរជាតិហើយបើថៃខ្លាំងឧទាហរណ៍ហើយខ្មែរមូលមាត់គ្នាក៏មិនអោយថៃយកដីខ្មែរបាន76កន្លែងនឹងដែរខ្ញុំជឿថាជនជាតិខ្មែរយើងនឹងបដូរជីវិតមិនអោយណែឯងយកបានទេក៏ប៉ុន្តែដោយសារតែស្ថានភាពបែបនេះដល់ពេលយើងទ្រាំខ្លួនមេដឹកនាំយើងមិនអាចទប់គេបានគឺយើងសុកចិត្តចុះហត្ថលេខាកិច្ចព្រមព្រៀងប័ណ្ណជប់បាញ់សុំនៅហ្នឹងអស់76កន្លែងហ្នឹងសិនទៅហើយសង្ឃឹមថាបានមកវិញអូខេទៅសង្ឃឹមទៅបើអត់ប្តឹងគេទៅយើងសង្ឃឹមទៅយើងនៅតែស្រែកថ្កោលទោសគេទៅហើយកុំប្តឹងទៅតុលាការអន្តរជាតិឥឡូវវិលមកវិញខ្ញុំថារដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាដល់ដំណាក់កាលខ្សែធននេះគឺដោយសារអ្វីដែលគាត់ធ្លាប់មានអាការឆោបបោកអនឡាញនេះបងប្អូនកុំគិតលេងសើចឲ្យសោះណាគ្រាន់តែគេបង្កក់លុយលោកចិនស៊ី$15,000 លានទ្រាប់ Bitcoin ផងហ្នឹង$15,000 លានយើងសាកគិតមើលថាតើវិស័យអចលនទ្រព្យអីដែលក្រុមហ៊ុន Gen Z នេះ Prince Group នេះបើកពេញផ្ទៃស្រុកខ្មែរវាស់ភ្នំពាត់អូស្ទឹងបឹងបួស្រែចម្ការប្រជាពលរដ្ឋដើម្បីអចលនទ្រព្យដើម្បីលាងលុយនេះតើទ្រព្យនេះប្រមាណ$100,000 លានទៀតតែយើងមិនដឹងព្រោះអត់មាននរណាបង្កក់ទ្រព្យ Gen Z នៅស្រុកខ្មែរបាន$1អត់ទេនេះឯងដែលក្រុមខាងអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិនឹងចិត្តទៅសួរថាចុះហេតុអីបានត្រីធំគេបង្កក់ទ្រព្យ Gen Z $15,000 លាននៅអាមេរិកខ្មែរយើងតាម1សេនក៏អត់ដែរអូយើងទៅបង្ក្រាបការឆោបបោកអនឡាញក៏ក្រើក600កន្លែង3-4,000អ្នកបញ្ជូនរាប់សែនអ្នកចេញទៅស្រុកក្រៅលុយបង្កក់ទ្រព្យពួកឆោបបោកតាម100រៀលក៏អត់មានដែរហើយយើងគេជឿដែរហើយចុះនៅអាមេរិកលោក Gen Z គេគ្រាន់តែដាក់តាបុគ្គលនឹងមួយតែ Gen Z សោះ$15,000 លានដែលគេបង្កក់ទ្រព្យបានណាដូច្នេះយើងធ្វើឲ្យគេឆ្ងល់យើងគឺគេដឹងតើថាយើងនឹងធ្វើឲ្យតែបានទេរឿងមួយទៀតរឿងតាក់ទងនឹងរឿងដែលថាកម្ពុជាតលឆោបោកនេះណាគឺជាឆ្នាំងបាយរបស់អ្នកដឹកនាំផ្ដាច់ការនៅប្រទេសណាក៏ដូចទេណាភូមានេះណាឆោបោកអនឡាញហ្នឹងគឺជាឆ្នាំងបាយសម្រាប់របបសឹកយោធាភូមាប្រជាពលរដ្ឋខ្លោចផ្សារតែរបបសឹកយោធានៅមានដង្ហើមដកដោយសារលុយហ្នឹងគឺវាចូលទៅក្នុងក្រុមមេដឹកនាំជាន់ខ្ពស់របស់ភូមារឿងនៅស្រុកខ្មែរខ្ញុំមិនចោទប្រកាន់ថាលុយនឹងចូលទេប៉ុន្តែមើលលំនាំភូមានិងលំនាំប្រទេសផ្សេងទៀតដែលគេដឹកនាំបែបហ្នឹងគឺលុយហ្នឹងវាអត់ទៅណាឆ្ងាយពីក្រុមអ្នកដឹកនាំឬគណៈបកកណ្ដាលអំណាចហ្នឹងទេគឺដោយសារពួកគាត់កាងឲ្យធ្វើបានបើគេចង់ចាប់គេចាប់បាទបងប្អូនចាប់
ជនអ្នកដែលឆោបោកអនឡាញនៅតាមបូរីនៅអីម្ដងបន្ទប់ខ្លះមាន 3000 នាក់អីវ៉ាន់ណាអាគារខ្លះមាន 5000 នាក់ហុយដូចសម្ោកចឹងយើងទៅអត់ដឹងហីចឹងចុះហេតុអីបានជាសកម្មជនចលនាមេដាធម្មជាតិស្អីតែម្នាក់ពីរឬក៏អ្នកណាមាន comment អី on Facebook ទៅចាប់គេកាហែងណាដេញគេទៅដល់ថៃក៏ទៅចាប់មកបានទៀតប៉ុន្តែនៅមុខនឹងអីហ្នឹងយើងមើលអត់ឃើញដូច្នេះយើងឃើញអំពីចំណាត់ការស្តង់ដាររបស់យើងហ្នឹងគឺថាវាចម្លែកតែវាអកុសលអានេះជាកម្មពៀដែលយើងសាងមកដល់ពេលវាដល់ដំណាក់កាលចុងក្រោយដែរនិយាយទៅគឺវាអកុសលដែរចំពោះគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលគ្នាក៏បាក់មុខណាព្រោះខំប្រឹងណាឲ្យខាងឃោសនិកហ្នឹងមកអួតអំពីសមិទ្ធិហ្នឹងគឺថាអូហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រូបវ័ន្តទឹកភ្លើងអីធ្វើដំណើរអីពីនេះទៅនោះអីឥឡូវលឿនអីអញ្ចឹងក្រចេះភ្នំពេញវិលវិញមិនឆ្ងាយអីអញ្ចឹងទៅក៏ប៉ុន្តែឥឡូវព្រែកឯងនៅឆ្ងាយដាច់អាឡ័យហើយព្រោះមានផ្លូវល្អមែនក៏ប៉ុន្តែវាឆ្ងាយវាពិបាកវាមិនដឹងធ្វើដំណើរមិនបើអត់លុយចាក់សាំងវាអត់លុយគ្រប់គងជីវភាពផ្លូវហ្នឹងគឺកាន់តែឆ្ងាយទៅវិញអាផ្លូវដែលគួរតែចិត្តហ្នឹងដោយសារវាបញ្ហាចាក់ស្រែហើយអញ្ចឹងម្ដងទៀតគឺយើងនិយាយទៅគឺគាត់មានបញ្ហាដូច្នេះហើយគាត់ទៅអួតដំបូងហ្នឹងគាត់ថាមានទ្របមានអីចឹងដើម្បីទប់កុំឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តហើយចាប់ផ្ដើមបំផ្លាញគណៈបកប្រឆាំងគិតថាអត់គណៈបកប្រឆាំងមានសន្តិភាពហើយនឹងសហគមន៍អន្តរជាតិកោតទោសអីក៏មិនស្ដាប់ដែរដាក់ 20% ដាក់100ក៏បានដែរតែដល់ឥឡូវអាមេរិក GSP FBI រឿង scam រឿងអីឥឡូវបាក់ទំនប់ចាប់ផ្ដើមតល់ច្រកតាមពិតណាស់អ្នកដែលបានផលសប្ងៃនេះគឺគណៈគឺប្រជាពលរដ្ឋកម្ពុជាទាំង18លានអ្នកទេដោយបានអាមេរិកជួយហ្នឹងគឺវាទៅហើយគណៈបកប្រជាជនកម្ពុជាគាត់បាត់ធនធានបាត់អាប្រភពលុយបាត់អីហ្នឹងមិនអស់ទេគាត់នៅតែលុយច្រើនណាស់អុកញ៉ាមហាមន្ត្រីមកកណោដែលជួយលុយបាក់ជួយអីហ្នឹងនៅតែក៏ប៉ុន្តែយូរទៅវាខ្សោះទៅតែប៉ុណ្្នឹងឯងបើគាត់កែអាចមានភាពល្អប្រសើរទៅវិញតែបើអត់កែទេគឺទៅហើយជាទីបញ្ចប់ហើយគឺចាប់ចំណុចចាប់ផ្ដើមនៃទីបញ្ចប់ខ្ញុំលើកទឹកចិត្តឲ្យគណៈបកប្រជាជនកម្ពុជាកែទៅហើយខ្ញុំនឹងសារតអត់អីទេកែទៅព្រោះបានល្អទាំងអស់គ្នាទេអញ្ចឹងឥឡូវខ្ញុំស្លេះពីរឿងលោក Thomas Andrew ដែលគាត់ឆ្ងល់រឿងអត់បានត្រីធំឥឡូវចាំមើលក្រោយហ្នឹងតើគេចាត់ត្រីធំណែទេហើយតើត្រីធំហ្នឹងគាត់ទៅរត់ពួននៅក្នុងរុនផុកនៅកន្លែងណាទៀតយើងក៏ចាំមើលដែរហើយអត់ចាំបាច់រយទេគឺគេឲ្យឈ្មោះអស់ហើយនៅតែអស់លោកចាត់ការទេបន្តទៀតលោក Thomas ជំរុញឲ្យមេដឹកនាំកម្ពុជាអនុវត្តច្បាប់អន្តរជាតិដើម្បីបញ្ហារំលោភសិទ្ធិមនុស្សកម្ពុជានិងប្រជាធិបតេយ្យនៅកម្ពុជាដែរសារនេះគឺជាសារចាក់ដោតរដ្ឋាភិបាលកម្ពុជាមែនតើព្រោះហេតុអីបានជាចាក់ដោតខ្ញុំសរសើរលោក Thomas Andrew នៅក្នុងការគាត់ចេះសរសេរ clear នៅក្នុង clear នេះគាត់សរសេរចេះគាត់បានជួបលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាដែលនិយាយបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយប្រើយន្តការច្បាប់អន្តរជាតិលោកប្រាប់ថាលោកហ៊ុនសែនពិតជាបានប្រាប់គាត់អញ្ចឹងមែនហើយលោកប្រាប់ថាលោកយល់ស្របនៅក្នុងការរកដំណោះស្រាយដោយសន្តិវិធីប្រើច្បាប់អន្តរជាតិព្រោះនេះគឺជាចំនួនអន្តរជាតិលោកគាំទ្រប្រសាសន៍របស់លោកហ៊ុនសែនលោកលើកនិយាយក្នុងវេទិកាធ្វើសន្និសីទសារព័ត៌មានក៏ប៉ុន្តែលោកថាខ្ញុំដកស្រង់ពាក្យគាត់តែម្ដងហើយខ្ញុំសរសើរការប្រើពាក្យពេចន៍របស់គាត់មែនតើគាត់សរសេរចេះសំទោសបងប្អូនខ្ញុំបានកត់ត្រាច្រើនដែរតែខ្ញុំចង់ដកស្រង់ភាសារបស់គាត់ហ្នឹងឲ្យត្រូវន័យតែម្ដងអូខេគាត់និយាយចេះគាត់ថាពេលដែលលោកហ៊ុនសែនប្រធានព្រឹទ្ធសភាជម្រាបគាត់ពីរឿងថាកម្ពុជាបដិញ្ញាដោះស្រាយចំនួនព្រំដែនកម្ពុជាថៃដោយប្រើច្បាប់ឬក៏យន្តការអន្តរជាតិគាត់ថាយល់ស្របល្អគឺជារឿងត្រឹមត្រូវក៏ប៉ុន្តែគាត់សូមបញ្ជាក់និងជំរុញស្នើឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តខ្លឹមសារនៃច្បាប់អន្តរជាតិនេះដែរនៅក្នុងការដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាវ៉ាវមានន័យថាម៉េចបងប្អូនមានន័យថាលោក Thomas Andrew រំលឹកប្រាប់លោកហ៊ុនសែនថាកុំឲ្យអនុវត្តស្តង់ដារ2ស្តង់ដារថាដោះស្រាយចំនួនព្រំដែនថៃពឹងលើច្បាប់អន្តរជាតិថាដើម្បីអាចសង្ឃឹមថាដោះស្រាយបានដោយយកច្បាប់អន្តរជាតិថាមានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហាព្រំដែនលោកថាបញ្ហាច្បាប់អន្តរជាតិនេះបើកម្ពុជាយល់ថាសំខាន់លោកក៏យល់ស្របថាសំខាន់ហើយយកវាមកអនុវត្តដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាដែរផងទៅហើយលោកថាលោកបានទទួលដំណឹងមកហើយថាមានអ្នកទោសមនសិការរហូតដល់ទៅជាង100នាក់ហើយតាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជានេះ
ហើយនៅក្នុងនៃនេះគឺនៅក្នុងរបាយការណ៍របស់គាត់និយាយចេះតាក់ទងនឹងអ្នកទោសមនសិការហ្នឹងគាត់និយាយថាសំទោសបងប្អូនឯកសារច្រើនមែនតើខ្ញុំបានទទួលព័ត៌មានថាអាចមានមនុស្សជាង100នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសេរីភាពនៅក្នុងការជួបប្រជុំឬសេរីភាពក្នុងការដែលបង្កើតសហគមន៍ឬក៏ប្រមូលផ្ដុំគ្នាលោកបន្តទៀតថាគ្មាននរណាម្នាក់ត្រូវបានជាប់ពន្ធនាគារដោយសារតែការប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួននោះឡើយខ្ញុំបានលើកឡើងអំពីការឃុំខ្លួននិងស្ថានភាពរបស់បុគ្គលទាំងនេះក្នុងជំនួបជាមួយនឹងរដ្ឋាភិបាលហើយបានទទួលការបដិញ្ញាចិត្តក្នុងការធ្វើការងារជាមួយខ្ញុំក្នុងខណៈដែលខ្ញុំនៅតែបន្តពិនិត្យមើលលើករណីទាំងនេះចឹងមន្ត្រីរដ្ឋាភិបាលសន្យាជាមួយគាត់ថានឹងដោះស្រាយបញ្ហាជនអ្នកទោសមនសិការនេះហើយនឹងលោកតាមមើលតទៅទៀតតើគេធ្វើអត់ខ្ញុំពេញចិត្តសាររបស់លោកមែនតើគឺនិយាយត្រង់ទៅត្រង់មកហើយចំចំណុចរមាស់ត្រូវរមាស់មិនដឹងថារដ្ឋាភិបាលកម្ពុជាដោះស្រាយយ៉ាងណាទេព្រោះគាត់ថានៅខ្មែរនេះអត់មានទេអ្នកទោសមនសិការមានតែអ្នកមនសិការមានទោសព្រហ្មទណ្ឌទៀតអត់មានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយប្រព្រឹត្តទោសព្រហ្មទណ្ឌហើយជាប់គុកប៉ុន្តែអាច្បាប់ខ្មែរហ្នឹងគេទាញឲ្យយឺតដូចកស៊ូមន្ត្រីបកគណៈបកកណ្ដាលអំណាចធ្វើអីខុសក៏អត់ជាប់គុកដែរបើមន្ត្រីបកប្រឆាំងគ្រាន់តែក្អកឬក៏មើលមុខគេក៏ជាប់គុកដែរអានេះខ្ញុំនិយាយជាន័យធៀបឯងមិនដល់ថ្នាក់ហ្នឹងឯងប៉ុន្តែន័យហ្នឹងគឺអញ្ចឹងគឺធ្វើអីក៏មិនត្រូវដែរប៉ុន្តែមន្ត្រីគណៈបកប្រជាជនកម្ពុជាធ្វើអីក៏ត្រូវដែរព្រោះច្បាប់ហ្នឹងគឺគេអញ្ចឹងហើយយើងរស់នៅក្នុងប្រទេសមួយដែលច្បាប់គេអនុវត្តមានស្តង់ដារពីរអញ្ចឹងតើប្រជាពលរដ្ឋនឹងមានយុត្តិធម៌សង្គមមកពីណាមិនក្តៅក៏ហើយអាចរស់នៅកើតទេយើងទៅចាប់គេដាក់គុកស្រាចិត្តបើមន្ត្រីខ្លួនឯងអត់អីជេរបតិចផ្ដាសាគេពេញភូមិរួចខ្លួនទាំងអស់ក្រុមអាម៉ៃអាថោងនិងលលករបស់គណៈបកប្រជាជនកម្ពុជាគណៈបកប្រឆាំងជេរតែបន្តិចដោយលោកគាវិសាលឆ្លោះគ្នាមួយម៉ៃហុងស្រៀងនៅកំពង់សោមតាមអាការជេរបចោគ្នាដូចគ្នាជេរទៅជេរមកលោកគាវិសាលជាប់គុក2ឆ្នាំហើយទារលុយ20លានរៀលឥឡូវតុលាការកំណត់ឲ្យបង់លុយ20លានរៀលទៀតជាប់គុក2ឆ្នាំទៅមិនចាញ់ហើយបង់លុយ20លានរៀលហើយខាងលោកម៉ៃហុងស្រៀងនៅអង្គុយចាក់ថ្មិញឲ្យមើលមកថាឃើញទេអញ្ចឹងហើយមិនចូលគណៈបកប្រជាជនកម្ពុជាឲ្យសំមុខអីអញ្ចឹងទៅអាហ្នឹងចង់និយាយថាគាត់មិននិយាយអញ្ចឹងទេខ្ញុំចង់និយាយថាក្នុងចិត្តគាត់ហ្នឹងប្រហែលជាអាចនិយាយអញ្ចឹងហើយព្រោះគេចូលទៅគឺគេអញ្ចឹងគេបានច្បាប់ការពារអញ្ចឹងទឹកឡើងត្រីស៊ីសមោចទឹកហុចសមោចស៊ីត្រីទេអស់លោកវប្បធម៌ហ្នឹងគឺអស់លោកក៏ដឹងដែរសម័យខ្មែរក្រហមហ្នឹងសម្លាប់គ្នាដោយសាររឿងអញ្ចឹងតែលោកអត់ព្រមជួយកែគ្នាតែធ្វើឲ្យឈឺចាប់ដល់ពេលមានការអីតាំងវិចបង្វិចរត់ចោលភូមិទៀតហើយដោយសារអីវាធ្វើអាក្រក់ពេកដូចខ្មែរក្រហមអញ្ចឹងសម្លាប់គេច្រើនពេកដល់ពេលវៀតណាមចូលមកតែពេលខ្លះរត់អត់រួចគេកាប់ដាច់3 4កណាត់ដោយសារអីវាអាក្រក់ពេកពេលខ្លួនឯងបានអំណាចអត់ព្រមជួយរកយុត្តិធម៌ជួយតែធ្វើបាបគេដល់ពេលហើយរត់ចាយជើងគ្នាហើយអត់នៅស្រុកបានហើយអត់រៀងចាលនិយាយទៅអត់រៀងចាលបាទឥឡូវបន្តទៅទៀតគឺតាក់ទងនឹងរឿងខ្ញុំបន្តបញ្ចប់លោក Thomas នឹងឲ្យចប់ទៅលោក Thomas Andrew ក៏ជំរុញឲ្យកម្ពុជានិងថៃពន្លឿនកិច្ចសហការដើម្បីឲ្យជនភៀសទឹកខ្មែរបានវិលទៅលំនៅឋានវិញឆាប់លោក Thomas Andrews គាត់សរសេរពីរបាយការណ៍ជនភៀសទឹកនេះគួរឲ្យស្រក់ទឹកភ្នែកគឺគាត់បាននិយាយអំពីការរំលោភបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋតាក់ទងនឹងសិទ្ធិនៅក្នុងការទទួលបានការអប់រំទទួលបានលំនៅឋានទទួលបានសេវាសុខាភិបាលអីចឹងក៏លោកបានថាប្រជាពលរដ្ឋដែលនៅជនភៀសទឹកដែលអាចវិលទៅលំនៅឋានបានវិញមកដល់ពេលនេះគឺនៅសល់ប្រហែល 20000 នាក់ទៀតហើយដោយសារតែចំនួនព្រំដែនខ្មែរថៃហ្នឹងហើយគាត់និយាយថាគាត់ខ្លោចផ្សារណាជនជាតិខ្មែរយើងដែលជាជនភៀសទឹកហ្នឹងគឺទី1បញ្ហាអប់រំក៏គាត់មានការលំបាកបញ្ហាថែទាំសុខភាពនិងសេវាផ្សេងទៀតគឺបាត់បង់អស់តែម្ដងហើយមួយទៀតគឺការដែលឆ្លងដែនទៅទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃអីហ្នឹងក៏ត្រូវបានរំខានខ្លាំងមែនតើរហូតដល់ប្រជាពលរដ្ឋសហគមន៍នៅតាមក្បែរព្រំដែនហ្នឹងមិនអាចរកទទួលទានរបរទំនិញលក់ទំនិញដូចរបស់របរកសិកម្មនិងទំនិញអីផ្សេងទៀតហ្នឹងគឺអត់បានទេដាច់ទៅទេហើយអញ្ចឹងនៅក្នុងន័យនេះគឺគាត់ទៀមទាគាត់ជំរុញមិនមែនជំរុញតែថៃទេបងប្អូនឃើញទេលោក Andrews អត់កោលទោសថៃទេគឺគាត់គ្រាន់តែនិយាយថាជនភៀសទឹកនេះគឺរស់នៅបែបនេះគឺរំលោភប៉ះពាល់សិទ្ធិសេរីភាពរបស់គាត់ហើយអញ្ចឹងហើយបានជាគាត់ជំរុញឲ្យទាំងកម្ពុជាទាំងថៃហ្នឹងពន្លឿនកិច្ចសហការដើម្បីឲ្យជនភៀសទឹកខ្មែរបានវិលទៅលំនៅឋានដើមវិញឲ្យឆាប់តាមដែលអាចធ្វើទៅបានតែប៉ុណ្ណឹងអត់កោតទោសថៃដែរទេប៉ុន្តែក្នុងន័យហ្នឹងក៏មានន័យគ្រប់គ្រាន់ថាអ្នកដែលមិនឲ្យប្រជាពលរដ្ឋវិលទៅលំនៅឋានវិញហ្នឹងគឺភាគីថៃច្រើនជាងព្រោះអីខ្មែរយើងមានខាត់ឯណាមិនអញ្ចឹងហ៎ទោះជាលោកមិនថ្កោលទោសរដ្ឋាភិបាលថៃឬក៏យោធាថៃក៏ក្នុងន័យនេះគឺជាសារប្រាប់ទៅរដ្ឋាភិបាលថៃដែរថាអ្នកកំពុងតែធ្វើឲ្យប៉ះពាល់ដល់ជនភៀសទឹក
ដែលគ្នាមិនអាចវិលត្រឡប់ហើយលោកក៏បានរំលឹកអំពីស្មារតីនៃបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលលោកដកស្រង់តាក់ទងនឹងការបដិញ្ញារវាងកម្ពុជានិងថៃថានឹងសម្របសម្រួលឲ្យជនភៀសសឹកបានវិលទៅលំនៅឋានវិញដើម្បីកុំឲ្យមានការរារាំងប៉ុន្តែអ្វីដែលជាការខ្ទាស់រឿងដែលសំខាន់បំផុតគឺថៃទេដែលយកលេសមួយគឺអាស្មារតីនៃបទឈប់បាញ់ហ្នឹងគឺថៃអត់ឲ្យប្រជាពលរដ្ឋខ្មែរចូលទៅតំបន់ដែលកម្ពុជាព្រមឲ្យនៅណានៅហ្នឹងនេះអាកន្លែងនេះហើយដែលថៃយកជាកន្លឹះហើយលោក Thomas Andrew ក៏គាត់គាត់ជំរុញឲ្យខ្មែរនិងថៃគោរពតាមបទឈប់បាញ់ហ្នឹងទៅហើយចាប់ផ្ដើមសម្រួលដោះស្រាយបញ្ហាព្រំដែនហ្នឹងឲ្យបានឆាប់ទៅដើម្បីឲ្យជនភៀសសឹកវិលទៅលំនៅឋានវិញក៏ប៉ុន្តែនៅក្នុងហ្នឹងអ្វីដែលលោក Thomas Andrew អត់បានច្បាច់លើកហ្នឹងគឺតាក់ទងនឹងបទឈប់បាញ់ហ្នឹងគឺកម្ពុជាព្រមឲ្យថៃនៅណានៅហ្នឹងអ្នកនៅពេលដែលថៃនៅណានៅហ្នឹងគឺថៃចាត់ទុកថាតំបន់ដែលគេគ្រប់គ្រងបានគឺគេមិនឲ្យប្រជាពលរដ្ឋស៊ីវិលចូលដោយសារតែគេគិតថាប៉ះពាល់ដល់សុខសុវត្ថិភាពទាហានគេដែលកំពុងឈរជើងព្រោះបើឲ្យជនស៊ីវិលចូលទៅអាតំបន់គេនៅណានៅហ្នឹងចោះអ្នកបន្លំទៅបាញ់ទៅបោកក្របបែកអីទៅស្លាប់ដល់ទាហានគេយល់លេសអញ្ចឹងណាបងប្អូនហើយថ្ងៃនេះរឿងលេសហ្នឹងគឺខ្ញុំបន្ថែមចូលទៅក្នុងអត្ថបទហ្នឹងដដែលប្រព័ន្ធផ្កាយរណបដែលខាងសារព័ត៌មានកម្ពុជានៅស្រុកខ្មែរចងក្រងបងប្អូនស្រក់ទឹកភ្នែកហើយប្រព័ន្ធផ្កាយរណបនេះគឺគាត់មើលពីព្រឹត្តិការណ៍មុនបាញ់គ្នាហើយនឹងក្រោយបាញ់គ្នាឥឡូវនេះគឺគាត់រកឃើញថាភូមិអ្នកស្រុកជាពិសេសផ្ទះអ្នកស្រុកនៅតំបន់ដែលមានចំនួនដែលថៃកំពុងគ្រប់គ្រងហ្នឹងថៃបានឈូសឆាយរៀបដល់ដីនិយាយទៅគឺរើផ្ទះហ្នឹងចោលអស់តែម្ដងនៅសល់តែដីទទេអានេះគឺអ្វីដែលបងប្អូនបើសិនជាខ្ញុំលើកទឹកចិត្តឲ្យចូលទៅមើលប្រព័ន្ធផ្កាយរណបរបស់សំទោសវីដេអូរបស់សារព័ត៌មាន The Cambodia ណាវាយពាក្យកម្ពុជាទៅនៅក្នុង Facebook ហ្នឹងបងប្អូនឃើញព្រោះនេះជាសារព័ត៌មានដែលគួរឲ្យជឿទុកចិត្តនៅកម្ពុជាជួយគ្រប់គ្រងពួកគាត់ផងទៅព្រោះសារព័ត៌មានដែលគួរឲ្យទុកចិត្តបែបនេះអីហ្នឹងគឺចិត្តផុតពូជអស់ហើយបងប្អូនគាត់ធ្វើវីដេអូនេះគឺសំទោសខ្ញុំច្រើនពេកបងប្អូនហើយឯកសារនេះបាទវីដេអូនេះគឺគាត់បង្ហាញអំពីភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងតគួននិងតំបន់អូខ្លាឃ្មុំជោគជ័យបឹងតគួនព្រៃច័ន្ទផ្ទះប្រជាពលរដ្ឋខ្មែររាប់សិបខ្នងគឺថៃឈូសចោលទាំងអស់នៅសល់តែដីទទេឲ្យសម្អាតយ៉ាងស្អាតនេះហើយដែលបងប្អូនរងចាំវិលទៅផ្ទះវិញហ្នឹងទៅលើនៅសល់តែដីទទេឲ្យគេដាក់សំណង់យោធាត្រង់សេប៉ុសយាមធ្វើផ្លូវធ្វើអីអស់ហើយអញ្ចឹងគឺរៀបថេងមកស្អាតហ្មងគឺឈូសផ្ទះចោលឬក្បត់ចោលអស់តែម្ដងនៅសល់តែដីទទេឡើងស្អាតឆេញហ្មងអាហ្នឹងសម្រាប់បឹងតគួនភូមិជោគជ័យភូមិព្រៃច័ន្ទឯនៅតំបន់អូខ្លាឃ្មុំវត្តអារាមខ្មែរហ្នឹងវាយវត្តចោលខ្ទេចឈូសវត្តចោលបាត់ឥឡូវបាត់អស់ហើយនៅច្រកអានសេះផ្ទះប្រជាពលរដ្ឋឈូសរៀបក៏វត្តចោលអស់គឺវាល្វឹងរោងតាអ៊ុំអីហ្នឹងអស់ហើយគឺថៃយកទៅជារៀបទៅវិញគឺបើសិនជាប្រជាពលរដ្ឋវិលទៅវិញក៏អត់មានផ្ទះនៅដែរអាហ្នឹងគឺនៅក្នុងពេលហ្នឹងថៃគេកំពុងធ្វើអញ្ចឹងហើយអូយអញ្ចឹងបានថាវាសោកស្ដាយដែររដ្ឋាភិបាលយើងអត់ព្រមធ្វើអានិយមការអាស្អីគេទីតាំងស្អីគេបំផ្លាញគេអីហ្នឹងដាក់មកប្រមាណផ្ទះដែលគេរំលាយឈូសចោលអីគឺក៏អត់ព្រមធ្វើសោះខ្ញុំកំពុងតែឆ្ងល់ហេតុអីគាត់ធ្វើអីគេរាល់ថ្ងៃហ្នឹងគាត់នៅតែមកថ្កោលទោសនៅតែមកតវ៉ាថ្កោលទោសតវ៉ាជូនដំណឹងមិនទទួលយកប៉ុន្តែអាភ័ស្តុតាងខ្លួនឯងហ្នឹងប្រមូលឲ្យដាក់នៅលើ website មកឲ្យបងប្អូនយើងបានមើលក្រសួងការបរទេសក្រសួងដែនដីណាគណៈកម្មការស្អីហ្នឹងដាក់មកឲ្យគ្នាបានមើលអត់អូខេឥឡូវលោក Thomas Andrew និយាយពីរឿងជនភៀសសឹកហ្នឹងគឺគាត់និយាយពីរឿងសិទ្ធិមនុស្សទូទៅតាក់ទងនៅក្នុងការដែលមិនឲ្យជនភៀសសឹកវិលទៅលំនៅឋានវិញហ្នឹងគឺជារឿងត្រឹមត្រូវដែលគាត់និយាយប៉ុន្តែមិនអាចទៅធ្វើអីថៃបានទេបងប្អូនដោយសារអីយើងមានកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យថៃនៅណានៅហ្នឹងដែលថាថៃនៅណានៅហ្នឹងគឺថៃយល់លេសហ្នឹងគេថាដើម្បីសុវត្ថិភាពរបស់ទាហានគេគឺគេមិនឲ្យជនស៊ីវិលចូលទេព្រោះអីយើងសញ្ញេឲ្យនៅអញ្ចឹងបើយើងកុំសញ្ញេថានៅណានៅហ្នឹងឲ្យថៃដកឧទាហរណ៍ថាឥឡូវ3ខែស្ងប់ហើយមិនវាយគ្នា6ខែឬក៏1ឆ្នាំដកឲ្យអស់ទៅចំណុចដើមមុនថ្ងៃទី28ខែឧសភាឆ្នាំ2025តាំងពីបាញ់សម្លាប់លោកស៊ុនរ៉នអាហ្នឹងប្រហែលជាយើងដឹងថាថៃត្រូវតែរងសម្ពាធត្រូវដកឲ្យទៅចំណុចដើមតែនេះអត់នៅណានៅហ្នឹងគឺជាកិច្ចព្រមព្រៀងមួយជាអមតៈអញ្ចឹងហើយហ្នឹងហើយឲ្យមកវាស់វែងហើយថៃអត់ព្រមវាស់ទៀតហើយឥឡូវថៃគេចេញសេចក្តីថ្លែងការណ៍មួយបន្ទប់ស្ថានភាពគេថាគេប្រាប់សហគមន៍អន្តរជាតិថាថៃគោរពតាមស្មារតីនៃបទឈប់បាញ់ហើយបដិញ្ញានៅក្នុងការសហការជាមួយកម្ពុជាប្រើយន្តការ JBC វាស់វែងព្រំដែននឹងដែរណា
គាត់តបទៅនឹងលោកទាសីហាដែលឆ្លើយទៅកាសែតថៃនិយាយអំពីបន្ទប់ស្ថានភាពនេះគឺមានសេចក្តីថ្លែងការណ៍គាត់តបទៅលោកទាសីហាកាលពីម្សិលមិញហ្នឹងដែលចោទប្រកាន់ថៃថាថៃគេថាចោទប្រកាន់គេថាថៃហ្នឹងគឺកិច្ចឬក៏មិនព្រមសម្របសម្រួលដោះស្រាយដើម្បីវាស់ព្រំដែនថៃគេថាគេអត់អាចធ្វើបានគេនៅតែបដិញ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែគេគោរពស្មារតីនៃបទជប់បាញ់គឺអាបទជប់បាញ់ហ្នឹងបញ្ជាក់ថាថៃនៅណានៅហ្នឹងហើយថៃនៅណានៅហ្នឹងថៃមានសិទ្ធិសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារសុវត្ថិភាពថៃទាហានថៃជនស៊ីវិលថៃកុំឲ្យមានការលបបាញ់បោកគ្រាប់បែកគេថៃគេថាអញ្ចឹងហើយដល់ពេលថាអញ្ចឹងស្ដាប់មកសហគមន៍អន្តរជាតិច្បាស់ជាគិតថាមកយើងសញ្ញាឲ្យគេនៅណានៅហ្នឹងឥឡូវបើទាហានថៃនៅហ្នឹងបានន័យថាគេដាក់ប៉មដាក់ប៉ោះយាមគេធ្វើជីកត្រង់សេគេដាក់លបងបលាលួសដាក់អីអញ្ចឹងហើយកុំឲ្យទាហានគេត្រូវរបួសឬក៏រំខានដោយបញ្ហាសន្តិសុខផ្ទុយទៅវិញអានៅបាត់ជប់បាញ់ចាំខ្ញុំនិយាយថាបើយើងចែងថាឲ្យដកទៅវិញក្រោយ3ខែក្រោយ6ខែតែបងប្អូនបើយើងថាអញ្ចឹងថៃក៏គេមិនព្រមថៃខូចសង្ងំវាគ្មានជំរឿនទេនិយាយទៅវាជាសម្បទានធំមែនតើដែលមែនតើសម្បទាននេះគឺជាសម្បទានដែលកម្ពុជាដកខ្លួនអត់រួចអញ្ចឹងបើយកអាកិច្ចព្រមព្រៀងហ្នឹងយកមកប្រើគឺកម្ពុជាអត់បានដីមកពីថៃវិញខ្ញុំនៅតែគិតជឿ 100% អញ្ចឹងតែខ្ញុំនៅតែជឿ 100% តែថាបើប្តឹងទៅតុលាការព្រំដែនអន្តរជាតិនិងយុត្តិធម៌អន្តរជាតិនឹងបានដីខ្មែរមកវិញ 100% ហើយបើអត់អានឹងវាយគ្នាលេងល្អបើតុលាការចេញមកហើយគឺដឹងថាមានអ្នកស្ម័គ្រចិត្តស្លាប់តិចទៅទៀតវាយយកដីយើងវិញកុំខ្លាចពួកអីតុលាការគេសម្រេចហើយយើងមិនដកថយមានរឿងអីយើងទុកឲ្យថៃរួចខ្លួនខ្ញុំក៏គិតថាបើសង្គ្រាមក៏សង្គ្រាមទៅព្រោះដើម្បីការពារជាតិយើងតែបើឥឡូវយើងអាចទៅធ្វើអីថៃកើតទេព្រោះយើងមានបទឈប់បាញ់ហើយយើងអត់ប្តឹងគេឥឡូវបើប្តឹងមើលប្តឹងទៅតុលាការអន្តរជាតិហើយតុលាការអន្តរជាតិថាថៃត្រូវតែដកបើថៃអត់ដកអានឹងល្អមើលប្រជាពលរដ្ឋខ្មែរខ្ញុំជឿថាទាំង18លានអ្នកនឹងគិតដូចខ្ញុំហើយតែបើណែឯងអត់ដកក្រោយបទឈប់បាញ់ហ្នឹងគឺត្រូវចាត់ការណែឯងប៉ុន្តែឥឡូវអាគេមិនដកហើយគេឈ្លានពានយើងរាល់ថ្ងៃអត់ចាត់ការទៀតទាហានខ្មែរយើងប្រឈមមុខមានអាបាញ់ស៊ីបមានអាអីហើយឥឡូវទាហានខ្មែរយើងនៅព្រំដែនហ្នឹងមិនដឹងអាម៉េចទេបន្តិចរៀលកាយកាភ្លើងស្លាប់មួយបន្តិចរៀលកាយកាភ្លើងស្លាប់មួយហើយចោះយើងទៅបញ្ជូនមនុស្សជំនាញទៅមិនឲ្យរៀលកាយកាភ្លើងស្លាប់ហ្នឹងវាពិបាកណាស់យើងអត់ទទួលព័ត៌មានអីច្បាស់លាស់ជួនកាលរដ្ឋាភិបាលហ្នឹងលាក់ព័ត៌មានទៅចិត្តថាគ្នារៀលកាយតាមពិតថៃបាញ់ក៏យើងអត់ដឹងព្រោះយើងអត់ស្មោះត្រង់នឹងការផ្សាយព័ត៌មានហើយឮតែស្លាប់ឮតែរបួសឮតែត្រូវគ្រាប់រហូតហើយតែសិតតែគ្រោះថ្នាក់ដោយខ្លួនឯងចុះទៅហ៊ានយើងសិតបដបដាលគ្រោះថ្នាក់ដោយខ្លួនរៀលកាយកាភ្លើងអាការប្រវែងណាស់រៀលកាយបើរៀលកាយក៏វាទៅរៀលទៅឯណាហត់អីមករៀលត្រូវខ្លួនឯងកាភ្លើងប្រវែងណាណែបើកាភ្លើងខ្លីអីកាន់ក្បែរខ្លួនអីទៅវាខ្លាំងខ្លាំងអត់តំណងវាខ្លាចទៅត្រូវគេបាញ់ស៊ីបអីអញ្ចឹងយើងចេះលាក់ព័ត៌មានក៏ថាបានដែរបងប្អូនអើយរកម្មចិត្តមែនតើតែយ៉ាងណាបងប្អូនខ្ញុំស្លេះរឿងនេះឲ្យលោក Thomas Andrew គាត់ថាជនភៀសសឹកនឹងក៏ខ្លោចផ្សាគាត់ទទួលស្គាល់អ្នករឿងដែលខ្មែរយើងជេរមួងណារ៉េតណាពីពួកអាម៉ៃអាថោងលលោកគណៈបកប្រជាជនកម្ពុជាជេរមួងណារ៉េតឥឡូវជេរលោក Thomas Andrew ដែរទៅបើគ្រាន់បើចិត្តសឿងជេរលោក Thomas Andrew ដែរទៅកុំជេរអីតែមួងណារ៉េតហេតុអីបានខ្ញុំនិយាយចឹងលោកនិយាយអញ្ចេះចំនួនព្រំដែនខ្មែរថៃធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងដំណំនេះគឺជាប្រសាសន៍របស់លោក Thomas Andrew ទេគាត់និយាយហើយតាមពិតមិនមែនលោក Thomas អ្នកនិយាយទេណាក៏ដឹងដែរថាចំនួនព្រំដែនខ្មែរថៃខ្មែរខាតច្រើនជាងថៃអ្នកណាក៏ដឹងដែរក៏ប៉ុន្តែយើងនឹងនិយាយពីកាប់មុខឲ្យតែនិយាយអីប៉ះថាអត់ទេយើងអត់ទេយើងអីក៏បានដែរយើងថៃងាប់ហើយថៃដាច់ខ្យល់ប៉ាត់សេដ្ឋកិច្ចថៃដាច់ខ្យល់ប៉ាត់ហើយគឺថាយើងពាក់ឯការផលិតផលគេនឹងគឺយើងបានជោគជ័យហើយគឺយើងព្រោះអីថៃឥឡូវឃើញយំតហូខ្លោចផ្សាអានេះគឺវិទ្យុអាខ្មាំងយួនរបស់ខ្មែរក្រហមគឺគេផ្សាយតែអញ្ចឹងទៅបងប្អូនចូលភូមិនេះសម្រាប់ពួកអាខ្មាំងយួនចាប់បាន500នាក់សម្រាប់រង្គាលពេញភូមិហ្នឹងមានតែ70នាក់ឯងគោក្របីស្លាប់រាប់សិបក្បាលគោមានតែ5 10នឹមឯងតែនិយាយពីងាប់ពេញភូមិរាល់ថ្ងៃផ្សាយរាល់ថ្ងៃដល់ពេលមែនតើអត់មានមនុស្សណាស្លាប់ម្នាក់អត់មានគោក្របីណាចាប់បានម្នឹមឯងតែចេះតែអាខ្មាំងយួនចឹងទៅលឺទៅប្រជាពលរដ្ឋយូរទៅអត់អាចទៅធ្វើនយោបាយអីឈ្នះគេដោយសារយើងអត់ដឹងសត្រូវហើយយើងនាំគ្នាសរសើរខ្លួនឯងហើយទៅបង្អាប់សត្រូវនៅពេលដែលសត្រូវខ្លាំងអត់ទទួលស្គាល់ការពិតអានេះជាគេហៅថាការចាញ់សង្គ្រាមដោយមិនបាច់ច្បាំងហ៎បងប្អូនយើងចាញ់ដោយយើងមើលងាយសត្រូវយើងទៅអាងអួតថាខ្លួនឯងធ្វើនឹងជោគជ័យហើយពាក់ឯការហ្នឹងទៅថៃគេដេកដួលស្អីសេដ្ឋកិច្ចថៃគេឡើងរាល់ឆ្នាំហើយទៅមកហ្នឹងសេដ្ឋកិច្ចថៃគេ380លានទៅពិភពលោកមកខ្មែរតែ3មិនដល់500លានហ្នឹងអត់បាន3%ផងហ្នឹងទៅ97%លើលោកហើយយើងបាត់ទៅលោក Thomas Andrew ក៏ថាបិទព្រំដែននេះគឺប៉ះពាល់សេដ្ឋកិច្ចខ្លាំងមែនតើដោយសារអីទី1គឺប៉ះពាល់ខាងសេដ្ឋកិច្ចទី2សហគមន៍ដែលនៅព្រំដែនត្រូវការអាស្រ័យផលលក់ដូរផ្លាស់ប្ដូរដោះដូរទំនិញហ្នឹងគ្នាដាច់របរ
កសិកម្មនឹងទំនិញអីផ្សេងទៀតបញ្ហាប៉ះពាល់ទាំងអប់រំទាំងអីហ្នឹងគាត់សេវាសុខាភិបាលក៏ប៉ះពាល់ហើយគាត់និយាយទៀតថាអ្នកដែលធ្វើដំណើរព្រំដែនឆ្លងលែងបានហើយមានប្រជាពលរដ្ឋខ្មែរជាង900,000នាក់មកពីថៃរកការងារអត់បានធ្វើច្រើនណាស់អ្នកទាំងអស់នេះក៏រងផលប៉ះពាល់នៅស្រុកខ្មែរដែរដោយសារអីជំនាញរបស់គាត់ដែលមាននឹងវាអត់ត្រូវគ្នានឹងអ្វីដែលអាចគាត់ធ្វើការនៅខ្មែរដើម្បីបានការងារនឹងសោះដូច្នេះបើទៅថៃទៅធ្វើជាគូលីគេទៅស្រួលប៉ុន្តែនៅខ្មែរអាគូលីនឹងអត់មានទេព្រោះមនុស្សដណ្ដើមការងារគ្នាធ្វើរៀនដល់បរិញ្ញាអីមកបុកលហុងអីដែរដោយសារវាអត់ការងារធ្វើដល់អញ្ចឹងកម្មករខ្មែរយើងទៅកម្មអំពើកាប់អីនៅថៃមកវិញមានអំពើណាឲ្យកាប់ដល់អញ្ចឹងគ្នាមិនធ្វើអីកើតព្រោះអត់មានជំនាញឯកទេសហ្នឹងដល់អញ្ចឹង900,000អ្នកជាងហ្នឹងគឺភាគច្រើនអត់មានការងារធ្វើក៏រងទុក្ខវេទនានេះជាផលវិបាកនៃបញ្ហាបិទព្រំដែនតែយើងមើលអត់ឃើញហើយកន្លែងហ្នឹងយើងគិតថាអូឥឡូវមកធ្វើការងារអ្នកអត់ការងារធ្វើនៅស្រុកខ្មែរមានតែមិនដល់ 0.1% ហ្នឹងអញ្ចឹងទៅនឹងទៅសួរលោកហេងសួរដល់ពេលលោក Thomas Andrew គាត់ថាប៉ះពាល់ខ្មែរខ្លាំងជាងថៃទៅទៀតហើយគាត់ថាអញ្ចឹងហើយបាទគាត់ទាមទារឲ្យមានដំណោះស្រាយឲ្យបានឆាប់អីចឹងទៅបាទលើយកទៅស្ដាប់ខ្លួនឯងទៅហើយទៅរករឿងលោក Andrew ទៅកុំរករឿងខ្ញុំយើងតើមានអ្នករីកាពិសេសនិយាយតែបន្តិចទៀតចាញ់សេចក្តីថ្លែងការណ៍មកថាលោក Thomas Andrew ហ្នឹងគ្រប់គ្រងបកប្រឆាំងឬក៏និយាយព័ត៌មានអីមិនពិតទៀតក៏មិនដឹងដែរខ្ញុំចាំតែមើលសេចក្តីថ្លែងការណ៍របស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្មែរទេតែបើមកហ្នឹងហើយហ៊ានតែទាត់ចោលរបាយការណ៍របស់លោក Andrew ទៀតគឺកម្ពុជាយើងចប់លែងហៅលឺបាទអញ្ចឹងរឿងចំណុចធំ3ដែលលោក Thomas Andrew ថ្លែងនេះគឺខ្ញុំបានជម្រាបជូនបងប្អូនហើយឥឡូវចូលដល់ព័ត៌មានបន្តទៅទៀតតាក់ទងនឹងអង្គការ UNESCO ចឹងបានថាភ្លៀងនៅពេលដែលភ្លៀងមកមួយមេឃគឺបាក់មេឃមកជន់លិចភូមិខ្មែរហ្មងអង្គការក្រុមប្រឹក្សារបស់ UNESCO ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានដាក់ឈ្មោះមនុស្ស7នាក់និងក្រុមហ៊ុនស្ថាប័ន3ធំក្នុងនោះមាន2របស់កម្ពុជាក្នុងបញ្ជីខ្មៅលើកដំបូងអត់ដែលទេសហភាពអឺរ៉ុបនេះអត់ដែលថ្កោលទោសរឿងឆបោកអនឡាញនេះទេពីមុនមកលើកដំបូងហើយមានឈ្មោះធំជាងគេគឺមានលោកចិនស៊ីហើយនឹងលោកមេរបស់ក្រុមហ៊ុនស្អីចិនប៉ៃ group ក្រុមហ៊ុនPrint Group របស់លោកចិនស៊ីនិងក្រុមហ៊ុនចិនប៉ៃរបស់ជនជាតិចិនម្នាក់ដែលឥឡូវនេះចិនកាលពីដើមឡើយហើយរឿងចិនប៉ៃបន្តិចឥឡូវយើងមិនបាច់ទេរឿងលោកចិនស៊ីហ្នឹងក៏ក្រើកអស់ហើយយើងដឹងហើយឈ្មោះគាត់ហ្នឹងឥឡូវអឺរ៉ុបគេចាប់ផ្ដើមថ្កោលទោសម្ដងដាក់ក្នុងបញ្ជីខ្មៅគេកាលមុនដាក់តាមបញ្ជីខ្មៅអាមេរិកឥឡូវបញ្ជីខ្មៅអឺរ៉ុបទៀតអស់ផ្លូវដើរហើយតែក្រុមហ៊ុនមួយទៀតហ្នឹងឈ្មោះចិនប៉ៃហ្នឹងណាតាមពិតកាសែត The Diplomat លោក Jacobson ដែលគាត់សរសេរអត្ថបទស្រាវជ្រាវមួយតាក់ទងនឹងរឿងក្រុមហ៊ុនចិនប៉ៃនេះគាត់រកឃើញថានៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាក្រុមហ៊ុនចិនប៉ៃនេះពីដើមឡើយក្នុងឆ្នាំ2017គឺលោកសសុខាដែលជារដ្ឋមន្ត្រីក្រសួងការពារក្រសួងមហាផ្ទៃសប្ងៃនេះកាលពីមុនគាត់មិនមែនជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេព្រោះឪពុកគាត់គឺលោកសខេងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាត់ទើបតែឡើងតាមជើងខោឪពុកនៅពេលដែលក្រោយមកនេះទេប៉ុន្តែលោកសសុខាហ្នឹងមានឈ្មោះថាជាប្រធានក្រុមហ៊ុនចិនប៉ៃហ្នឹងក្នុងឆ្នាំ2017ពាក់កណ្ដាល2018មុននឹងគាត់លាឈប់ឬក៏លែងធ្វើជាប្រធានក្រុមហ៊ុនចិនប៉ៃនេះក៏បញ្ហាឆបោកអនឡាញមានការកើតកក្រើកហ្នឹងគាត់ថាគាត់នៅបន្តជាប្រធាននេះគឺតាមសារព័ត៌មាន The Diplomat ខ្ញុំសូមឲ្យបងប្អូនទៅមើលសារព័ត៌មាន The Diplomat ចុះថ្ងៃទី28ខែតុលាឆ្នាំ2025ដែលគេសរសេរតាក់ទងនឹងរឿងលោកសសុខាហើយនឹងក្រុមហ៊ុនចិនប៉ៃ search នៅក្នុង Google ក៏បានដែរដាក់ថាចិនប៉ៃនិងសសុខាand the Diplomat ដាក់ប៉ុណ្ណឹងទៅមកឲ្យអត្ថបទហ្នឹងមកឲ្យបើកមើលទៅហើយរឿងនេះគឺជារឿងស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអាមេរិករូបនេះដែលជាអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិរូបនេះផងយើងមិនមែនគិតថាលោកសសុខាប្រព្រឹត្តការឆបោកអនឡាញទេគ្រាន់តែគាត់មានឈ្មោះជាមួយនឹងក្រុមហ៊ុនចិនប៉ៃដែលក្រោយមកផ្ទេរឈ្មោះទៅជាក្រុមហ៊ុនកាស៊ីណូអីចិនប៉ៃហ្នឹងមានជាប់នៅក្នុងបញ្ជីខ្មៅគេរហូតគឺសាខាចិនប៉ៃនឹងដដែលអញ្ចឹងហើយបានជាលោកសសុខាគាត់មួម៉ៅគាត់ដែរគាត់ថាគាត់អត់មានជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញទេអញ្ចឹងគាត់បាននិយាយថាអត់ជាប់ពាក់ព័ន្ធឆបោកអនឡាញក៏ប៉ុន្តែអត់ទាន់មានដំណឹងតែនិយាយថាគាត់មិនមែនជាប្រធានក្រុមហ៊ុនចិនប៉ៃកាលពីឆ្នាំ2017ហ្នឹងទេគាត់អត់មានប្រកែកព័ត៌មានហ្នឹងគាត់ថាគាត់អត់ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិនប៉ៃហ្នឹងនៅក្នុងឥឡូវហ្នឹងអត់មែនហើយនឹងបន្តទៅទៀតគឺគាត់ថាគាត់អត់មានតែជាប់ពាក់ព័ន្ធនឹងឆបោកហើយឥឡូវមានឈ្មោះនៅក្នុងសេចក្តីស្នើច្បាប់របស់រដ្ឋសភាអាមេរិកតាក់ទងនឹងការប្រយុទ្ធឆាំងការឆបោកអនឡាញមានឈ្មោះលោកសសុខានៅក្នុងហ្នឹងហើយលោកសសុខាបានជួលក្រុមមេធាវីអាមេរិក2ក្រុមហ៊ុនអស់ជិត$300,000ដើម្បីឲ្យលុបឈ្មោះចេញតែប៉ុណ្្នឹងឯងឥឡូវហ្នឹងគឺឥឡូវសហភាពអឺរ៉ុបក្រុមប្រឹក្សាគេថ្កោលទោសដាក់ឈ្មោះនៅក្នុងបញ្ជីចិនប៉ៃហ្នឹងតែឥឡូវចិនប៉ៃអឺរ៉ុបអត់ដាក់ឈ្មោះលោកសសុខាទេដាក់ឈ្មោះចិនម្នាក់
នៅក្នុងហ្នឹងមេខ្លោងចិនដែលនៅក្នុងបញ្ជីខ្មៅគេយូរហើយក្រៅពីហ្នឹងគឺមានបុគ្គលច្រើនអ្នកទៀតតែខ្ញុំមិនបាច់រៀបរាប់អស់ឲ្យតែស្គាល់តែក្រុមហ៊ុនពីរនៅស្រុកខ្មែរប្រហែលទៀតគឺតាក់ទងភូមិមាក្រុមការ៉ែនក្រុមអីកម្លាំងប្រដាប់អាវុធការ៉ែនដែលបើកក្រុមហ៊ុនឆបបោកអនឡាញហ្នឹងធ្វើទរណកម្មសម្រាប់មនុស្សធ្វើបាបប្រជាពលរដ្ឋជួញដូរមនុស្សអីក្រុមហ៊ុនចិនប៉ៃហ្នឹងក៏ជាប់នឹងអារ៉ូស៊ីនៅភូមិមាហ្នឹងដែរគឺថាដូចសឡកពឹសចឹងបាទឥឡូវគឺអានេះរឿងវាកម្មពៀរគឺដូចខ្ញុំនិយាយចឹងភ្លៀងបាក់មេឃមកលិចផ្ទះលិចភូមិអ្នកស្រុកខ្មែរគួរឲ្យអាសូរមែនតើអូខេឥឡូវអស់ពីព័ត៌មានហ្នឹងខ្ញុំនៅសល់ពេលប្រហែលជា20នាទីទៀតបងប្អូនដោយសារតែផ្អែមបន្លែបានមែនក៏ប៉ុន្តែខ្ញុំនៅតែមានកិច្ចការដែលត្រូវធ្វើម៉ោងប្រហែលជា20នាទីទៀតខ្ញុំមានប្រជុំសំបីតាថ្ងៃសុកអត់ធ្វើការហ្នឹងក៏មានប្រជុំដែរដោយសារតែមានកិច្ចការងារផ្ទាល់ខ្លួនច្រើនព្រោះខ្ញុំមិនអាចមកពឹងការងារផ្សាយព័ត៌មានបង្អែមលៀងមាត់នេះដើម្បីអត់បានលុយស្ម័គ្រចិត្តឯណាយើងខ្ញុំត្រូវការរកអាហាររបរទទួលទានទៀតដើម្បីបន្តបិទបានលុយពីប្រាក់ខែខ្ញុំនៅទីក្រុងឡុងបិច7-8000មួយខែមែនប៉ុន្តែគាត់ដល់បង់ថ្លៃផ្ទះហ្នឹងអស់5-6000បាត់ហើយហ្នឹងចុះហ្នឹងយើងមានតន់គិតទឹកភ្លើងមានតន់គិតការហូបចុកបង់ធានារ៉ាប់រងឡានថ្លៃសាំងថ្លៃស្អីទៀតអញ្ចឹងខ្ញុំសប្តាហ៍នេះរកលុយបើក្រោម$9000នៅក្នុងមួយខែគឺខ្ញុំអត់អាចទប់ការចំណាយខ្ញុំបានទេខ្ញុំនិយាយស្មោះគឺ$9000ចឹងបើខ្ញុំចេះតែឆ្ងល់ថានៅស្រុកខ្មែរប្រាក់ខែ210ហ្នឹងគាត់ហូបអីគេខ្ញុំហើយយើងថាទូកធំក្តោងធំអញ្ចឹងហើយបានជាខ្ញុំសវេសវារករបរអីច្រើនផ្សេងទៀតដែលមិនយករបរផ្សាយនេះគឺផ្សាយដោយស្ម័គ្រចិត្តដើម្បីឲ្យបងប្អូនបានព័ត៌មាននេះឲ្យត្រូវយកពេលវេលាដែលត្រូវរកទទួលទានអីហ្នឹងមកផ្សាយនេះអញ្ចឹងហើយបានជាខ្ញុំចេះតែអរគុណបងប្អូនដែរដែលនៅតែមានសមានចិត្តបរិច្ចាគ$5-$10អីតាមការគូហ្នឹងក្នុងការជួយឲ្យទិញស្លឹកចេកហើយនឹងស្ករត្នោតអីនឹងធ្យូងអស់អីហ្នឹងគឺជាសមានចិត្តដ៏ថ្លៃថ្លាអត់បខំអត់អីបងប្អូនទេបងប្អូនតែក៏មិនអំពាវនាវឲ្យបងប្អូនធ្វើដែរដូចខ្ញុំនិយាយចឹងខ្ញុំមិនស្លាប់ទេបើបងប្អូនមិនបរិច្ចាគសោះក៏មួងនៅតែមានបាយ3ពេលនេះគឺមិនចាំបាច់ទៅជេរបចោគេឬក៏ទៅលក់ក្បាលលក់អីដូចគេក៏រស់យ៉ាងស្រួលអត់ស្លាប់ទេបាទឥឡូវនេះបន្តទៅទៀតគឺតាក់ទងនឹងរឿងគណៈកម្មាធិការ UNESCO ថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកជាទូទៅនៅក្នុងចំនួនប្រដាប់អាវុធខ្ញុំយករឿង UNESCO មកនេះគឺដោយសារអញ្ចេះមានព័ត៌មានបំពុលខ្ញុំពេញចិត្តណាបើសិនជាអង្គការពិភពលោកមួយនេះថ្កោលទោសថៃពេញចិត្តមែនតើព្រោះខ្ញុំឈឺចាប់ណាស់បងប្អូនខ្ញុំឈឺចាប់ដូចបងប្អូនយើងទាំងអស់គ្នាខ្ញុំចង់ឲ្យថៃនេះណាទទួលរងការទណ្ឌកម្មការដាក់បណ្ដាសាចង់និយាយថាកាត់ទោសសងខ្មែរសងជាលុយជាកាក់ជាស្អីជាមុខមាត់កិត្តិយសឲ្យខ្មែរវិញទាំងអស់នៅការបំផ្លាញរបស់ថៃហ្នឹងឲ្យដាក់សម្ពាធដាក់ទណ្ឌកម្មថៃឲ្យចាស់ដៃប៉ុណ្ណាគឺខ្ញុំសប្បាយចិត្តណាស់ឲ្យតែបានព្រោះខ្ញុំថ្កោលទោសថៃអត់ឈប់ទេឈ្លានពានធ្វើបាបប្រទេសកម្ពុជានេះសម្បើមណាស់ប្រជាពលរដ្ឋខ្ញុំក៏ខ្លោចផ្សាខ្លោចខ្លាំងណាស់ហើយយើងពិបាកមែនតើដី76កន្លែងថៃគ្រប់គ្រងខ្ញុំចង់ឲ្យគេថ្កោលទោសជាពិសេសអង្គការអន្តរជាតិប៉ុន្តែដូចអង្គការ UNESCO អីវិញគេថ្កោលទោសគេអីគឺល្អហើយសប្បាយចិត្តណាប៉ុន្តែកុំពលឹះព័ត៌មានបានទេបងប្អូនឃើញសារព័ត៌មាននៅក្នុងស្រុកមានតែសារព័ត៌មានក្នុងស្រុកដែលគ្រប់គ្រងរដ្ឋាភិបាលនឹងដែលថាអង្គការ UNESCO ថ្កោលទោសថៃរឿងទម្លាក់គ្រាប់កំទេចប្រាសាទព្រះវិហារតាមពិតអង្គការ UNESCO អត់បានថ្កោលទោសថៃរឿងទម្លាក់គ្រាប់បំផ្លាញប្រាសាទព្រះវិហារក្នុងករណីជាក់ស្ដែងទេក៏ប៉ុន្តែត្រូវទទួលស្គាល់ការពិតថាកាលពីថ្ងៃទី29អង្គការ UNESCO នេះគេជួបប្រជុំគ្នានៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងនៅទីក្រុងកូរ៉េខាងត្បូងប្រទេសកូរ៉េខាងត្បូងទីក្រុងប៊ូសានហ្នឹងគឺគេចេញជាសេចក្តីសម្រេចមួយរបស់គណៈកម្មាធិការនេះព្រោះអីគេដូរកន្លែងប្រជុំរាល់ឆ្នាំក្រោយទៅទួរគីឆ្នាំនេះធ្វើនៅកូរ៉េខាងត្បូងគេបានសម្រេចជាសេចក្តីសម្រេចហ្នឹងគឺថ្កោលទោសរាល់ការដែលបំផ្លាញបេតិកភណ្ឌសម្បត្តិបេតិកភណ្ឌពិភពលោកមិនចំពោះតែប្រាសាទព្រះវិហារទេគឺនៅទីណាទាំងអស់នៅលើពិភពលោកសេចក្តីសម្រេចនេះគឺទៅតែចេញអត់ដែលមានពីមុនមកទេហើយចេញហ្នឹងក៏វាដោយសារតែមានចំនួនព្រំដែនកម្ពុជាថៃហើយប្រាសាទព្រះវិហាររងការគ្រោះថ្នាក់ដោយកម្លាំងប្រដាប់អាវុធថៃដែរនិយាយទៅវាស្របនឹងព្រឹត្តិការណ៍ដែរអង្គការនេះចេញនេះគឺក៏មិនដាក់បន្ទុកថៃដែរអត់បាននិយាយថាថៃបានរំលាយឬក៏ណែឯងត្រូវតែទទួលខុសត្រូវចំពោះការដែលកំទេចប្រាសាទព្រះវិហារអត់បាននិយាយចឹងទេតែនិយាយថាអង្គការ UNESCO កោតទោសរាល់ទង្វើទាំងឡាយណាដែលបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅលើលោកមិនថាព្រះវិហារមិនថាទីតាំងណាក៏ដោយឲ្យតែមានចំនួនប្រដាប់អាវុធអ្នកណាក៏ដោយដែលប៉ះពាល់ដល់ទីតាំងប្រាសាទព្រះវិហារប្រាសាទបេតិកភណ្ឌពិភពលោកនេះគឺនឹងរងការថ្កោលទោស
ប៉ុន្តែអាការកោតទោសនេះវាទៅតែធ្វើក្រោយព្រឹត្តិការណ៍កើតឡើងទៅហើយដូច្នេះបានន័យថាអ្វីគឺគេកោតទោសចាប់ពីពេលនេះតទៅអញ្ចឹងអាពេលដែលគេទម្លាក់គ្រាប់នៅលើប្រាសាទខ្មែរយ៉ាងម៉េចកោតទោសថៃដែរទេវាអត់មានទេវាគ្រាន់តែជាសាររំលឹកដើម្បីឲ្យដឹងថាចាប់ពីពេលនេះតទៅគឺអង្គការ UNESCO ចាត់ទុករាល់ការដែលទម្លាក់គ្រាប់នៅលើប្រាសាទឬក៏ទីបុរាណដ្ឋានផ្សេងៗដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺត្រូវកោតទោសប៉ុន្តែទោសនឹងប៉ុណ្ណាយើងអត់ដឹងដោយសារតែនិយាយតែប៉ុណ្ណឹងខាងភាគីថៃក៏មានខ្លួនដែរអញ្ចឹងបានតំណាងភាគីថៃសុំឡើងតបតែគេឲ្យតែ1នាទីតបទៅតែថៃក៏អត់និយាយពីរឿងព្រះវិហារដែរដោយសារអីព្រោះកម្ពុជាលោកសុសយ៉ារ៉ាទៅថ្លែងសារនៅក្នុងទីហ្នឹងតំណាងឲ្យ ICAP គឺគេហៅអីក្រុមប្រឹក្សាវប្បធម៌អាស៊ីលោកជាតំណាងគណៈបព្វជិជនក៏តែតំណាងឲ្យ ICAP ហ្នឹងគឺគាត់ក៏ថ្លែងសារក៏គាត់អត់មានថ្លែងសារពីរឿងថ្កោលទោសថៃនៅក្នុងការបំផ្លាញប្រាសាទព្រះវិហារដែរគឺគាត់និយាយជាទូទៅដែរថាការដែលអ្នកណាដែលធ្វើឲ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌពិភពលោកនៅលើលោកកន្លែងណាក៏ដោយក៏គួរតែទទួលរងការថ្កោលទោសអីអញ្ចឹងទៅព្រោះអីត្រូវទទួលខុសត្រូវអីអញ្ចឹងដល់និយាយរឿងហ្នឹងឯងដែលធ្វើឲ្យភាគីថៃសុំតបមកវិញតែគេតបជាទូទៅថាថៃគេការពារប្រាសាទបុរាណដ្ឋានបេតិកភណ្ឌពិភពលោកអីហ្នឹងអីចឹងអញ្ចឹងរឿងនេះគឺវាផ្សាយមកបានតែប៉ុណ្្នឹងតែមិនបានទៅដាក់ទោសថៃអីទេកោតទោសថៃអីទេវាសោកស្ដាយមែនតើតាមពិតគឺកម្ពុជាខ្លួនឯងហ្នឹងត្រូវតែកោតទោសថៃនៅក្នុងអាពេលប្រជុំហ្នឹងឲ្យថៃឲ្យគណៈកម្មការនេះគឺផ្ដន់ទាទោសថៃឲ្យចំហ្មងតែដល់ដាក់ប្រហើចោលចឹងទៅគឺមិនដឹងថាតើUNESCO ហ្នឹងគាត់ថាហ្នឹងហើយចាប់ពីពេលនេះតទៅបើមានឆ្លោះគ្នាទៀតឈប់ទម្លាក់គ្រាប់លើបុរាណដ្ឋានបេតិកភណ្ឌពិភពលោកតែពីមុនវាអត់មានថ្កោលទោសថៃសោះ UNESCO ហ្នឹងក៏តែអញ្ចឹងដែរស្ថាប័នខ្លះវាមានឥទ្ធិពលនយោបាយដូចថាថៃដូចថាវាពិបាកបងប្អូនអញ្ចឹងបានខ្ញុំចង់និយាយថាសូម្បីសហគមន៍អន្តរជាតិក៏គេថ្កោលទោសថៃអត់បានដោយសារអីកម្ពុជាខ្លួនឯងជាជនរងគ្រោះអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិដើម្បីឲ្យមានហេតុផលតុលាការគេប្រមូលភស្តុតាងទៅឲ្យសំណុកឲ្យគណៈកម្មការនេះជួយថ្កោលទោសថៃផងព្រោះបើតុលាការគេរកឃើញថាខុសអីចឹងព្រោះឥឡូវស្ថាប័ន UNESCO ហ៊ានតែថ្កោលទោសថៃហាក់បីដូចជាគាត់ទៅចេះចាត់ចែងរឿងថៃល្អកកជាមួយថៃទៀតហើយព្រោះអីអត់ប្រទេសកម្ពុជាគេយល់ស្របព្រមព្រៀងគ្នាឲ្យនរណានៅហ្នឹងអស់ហើយទៅហេតុអីបានជាតែថ្កោលទោសថៃថាឈ្លានពានអីចឹងដូច្នេះអាការឈ្លានពានហ្នឹងអន្តរជាតិនោះដូចយើងវិញវ័នណាបងប្អូនដោយសារប្រទេសយើងអត់ថ្កោលទោសអត់ប្តឹងគេយើងគ្រាន់តែថ្កោលទោសតែយើងអត់ដែរប្តឹងគេពាក្យថាថ្កោលទោសគឺជាសារនយោបាយទេទាល់តែប្តឹងឲ្យចាត់ការអាហ្នឹងបានជាបណ្ដឹងអាហ្នឹងបានចាប់ផ្ដើមដាក់ភស្តុតាងទៅតុលាការគេរកឃើញអាហ្នឹងបានយើងមានទឹកមាត់ប្រៃបើឥឡូវស្ថាប័នផ្សេងគឺអាជ័យធ្លាក់ទឹកហើយអើតែស្គាល់តាមគ្នាដែរខ្ញុំសោកស្ដាយមែនតើខ្ញុំចង់ឲ្យគេថ្កោលទោសថៃមែនតើនិយាយត្រង់តែធ្វើម៉េចឥឡូវបានប៉ុណ្ណឹងបន្តទៅទៀតបងប្អូនដូចចង់អស់ហើយព័ត៌មានហ្នឹងវាចម្រោះចូលគ្នាទៅចំណូលទេសចរខ្ញុំចង់និយាយរឿងចំណូលទេសចរបន្តិចដើម្បីឲ្យបងប្អូនបានជ្រាបចំណូលទេសចរខ្មែរយើងគឺចាប់ផ្ដើមធ្លាក់ចុះមែនតើគួរឲ្យព្រួយបារម្ភណាស់ចំណូលពីទេសចរអន្តរជាតិនៅកម្ពុជាធ្លាក់ចុះជាង 30% ធនាគារជាតិកម្ពុជាទេតាមពិតក៏រាយការណ៍នេះហើយខាងក្រសួងទេសចរក៏រាយការណ៍ដែរអ្វីដែលគួរព្រួយបារម្ភគឺទេសចរយើងធ្លាក់ចុះនេះគឺធ្លាក់ចុះ 31.5% ពីភ្ញៀវបរទេសគឺយើងធ្លាក់មែនតើព្រោះអីពីប្រហែល7ខែ6 7ខែដើមឆ្នាំ2026នេះគឺភ្ញៀវយើងគឺសរុបទៅបានតែប្រហែលជា1.8 លានទេដែលរាល់ដងម៉ោងប៉ុណ្ណឹងយើងបាន3.4 លាននាក់ណាយើងចុះរហូតដល់ 50% ហើយបងប្អូន 47.9% ហ្នឹងភ្ញៀវអន្តរជាតិហើយភ្ញៀវដែលមកតាមផ្លូវគោកនិងផ្លូវទឹកគឺថយចុះជាង 60% ផ្លូវគោកនិងផ្លូវទឹកថយចុះជាង 60% ហើយក្នុងហ្នឹងគឺ 30% គឺជាភ្ញៀវដែលឆ្លងកាត់តាមព្រំដែនគោកខ្មែរថៃជាជនជាតិថៃ 30% ក៏បាត់អត់មកស្រុកខ្មែរទៀតដែរដូច្នេះអានឹងគឺមិនមានអីភ្ញាក់ផ្អើលទេនេះគឺជាបញ្ហាមួយធំដែរនៅពេលដែលអញ្ចឹងយើងបាត់ចំណូលសម្រាប់បងប្អូនភ្ញៀវទេសអ្នកប្រទេសទេសចរអីអញ្ចឹងណាបងប្អូនហើយសង្ឃឹមថារឿងនេះក៏នឹងឆាប់ឥឡូវចូលដល់រឿងកម្ពុជាខ្ចីលុយចិនបាន$200 លានទៀតដើម្បីបន្តគម្រោងប្រជាហ្វូណនដែលនៅជាប់គាំងតាំងពីឆ្នាំ2024សបាយខ្មែរយើងខ្ចីលុយចិនបាន200ដំបូងថាអត់បានទេតែដោយសារតែលោកយើងឃើញហើយថ្មីនេះគឺទាំងលោកហ៊ុនសែនទាំងលោកហ៊ុនម៉ាណែតអីហ្នឹងគឺគាត់ពេញចិត្តនឹងចង់ទៅជួបចិនទៅជួបអីដើម្បីជាការពិតពង្រឹងទំនាក់ទំនងហើយក៏ដើម្បី
បានលុយព្រោះយើងអត់មានលុយទៅជួសជុលអាគម្រោង Prejik Funon អីហ្នឹងទេបងប្អូនឃើញទេគម្រោងហ្នឹងតាំងពីខែសីហាឆ្នាំ2024មកកាំងស្ញាញ់នៅហ្នឹងគ្មានធ្វើអីស្មៅដុសជុកនៅហ្នឹងតែឥឡូវគាត់ទៅសុំខ្ចីគេបាន$200 លានលោកសុនច័ន្ទថុលទេអ្នកប្រាប់ Bloomberg យើងក៏អត់ដឹងដែរបើគុំគាត់ប្រាប់ក៏អត់ដឹងដែរគេឲ្យខ្ចី$200 លានហ្នឹងការប្រាក់1.25% ក្នុងមួយឆ្នាំអញ្ចឹងមួយឆ្នាំការប្រាក់ប្រហែលជា$2 លានកន្លះអញ្ចឹងសម្រាប់រយៈពេល20ឆ្នាំដើម្បីសងគេផុតអញ្ចឹងបើគិតការប្រាក់វាប្រហែលជា50 លានបាទ20ឆ្នាំ$50 លានដែរការប្រាក់ច្រើនដែរបងប្អូនយើងជពាក់គេរហូតដល់$13,000 លានជាងថ្ងៃហ្នឹងបំណុលយើងជពាក់ចិន$4,000 លានឥឡូវថែម200ទៀតតែចិនគេថាឲ្យខ្ចី200 លានគេជួយ200 លានទៀតដើម្បីធ្វើស្ពានឆ្លងកាត់អាPrejikហ្នឹងPrejikនេះគម្រោងដើមគឺ$1,700 លានណោះហើយសើលុយខ្ចីគេតែអត់មានលុយឯង1រៀលទេតែឥឡូវហ្នឹងចិនដំបងថាជួយដូចថាឲ្យខ្ចីមកទាំងអស់តែឥឡូវចិនដកទៅវិញអាមិនថាតែ49% វិញអីទុកឲ្យខ្មែរ51% អីមិនទៀតបាទរឿងគម្រោងPrejik Funon ហ្នឹងជួនកាលហ្នឹងគឺជាការដែលទូងស្គរឲ្យលឿនទៅដើម្បីលោកហ៊ុនម៉ាណែតកាន់ជានាយករដ្ឋមន្ត្រីឲ្យមានស្នាដៃអីអួតបន្តិចទៅព្រោះអត់មានអីសោះដល់មកស្មៅដុស